សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមកជួបជាមួយនឹងខ្ញុំបាទ BL ម្ដងទៀតហើយបាទហើយថ្ងៃនេះដែរខ្ញុំមកសង្ខេបរឿងមួយដែលមានចំណងជើងថា My Boss My Hero បងប្អូនទាំងអស់គ្នាកុំច្រឡំគ្នាព្រោះថារឿងមុនក៏ចំណងជើងថា My Boss My Hero ដែរប៉ុន្តែរឿងនេះគឺជារឿងភាគរបស់ជប៉ុននិយាយទៅកប់សេរីតែម្ដង admin ណែនាំឲ្យអ្នកទាំងអស់គ្នាមើលរឿងហ្នឹងហ្មងព្រោះថាដឹងតែគាំងទៀតហើយអូខេកុំឲ្យខាត់ពេលយូរយើងចូលទៅទស្សនាទាំងអស់គ្នាតែម្ដងទៅតែកុំភ្លេចចុច like និង share admin ផងណាឬនៅទីក្រុងតូក្យូពោពេញទៅដោយធីមយ៉ាកូសានឹងជាច្រើនអ្នកចំណែកបរិសុទ្ធ3នាក់នេះគឺជាតួឯកប្រុសរបស់យើងហើយគាត់មានឈ្មោះថា Makio គាត់គឺជាមេយ៉ាកូសាធំបំផុតនៅក្នុងទីក្រុងតូក្យូនឹងបន្ទាប់ពីឪពុករបស់គាត់ណាហើយចំណែកថ្មីដៃរបស់គាត់វិញណាកប់សេរីតែម្ដងគ្មានអ្នកគេបាយឈ្នះគាត់ទេប៉ុន្តែគាត់រៀងលើបន្តិចតួឯកប្រុសរបស់យើងហ្នឹងហើយថ្ងៃនេះដែរគឺជាថ្ងៃដែលត្រូវនិយាយចំនួនមួយជាមួយនឹងជនជាតិចិនម្នាក់និយាយពីការរកស៊ីបណ្ដាក់ទុននៅក្នុងប្រទេសជប៉ុនហ្នឹងហើយឪពុកគាត់បានប្រាប់គាត់ថាថ្លៃដាក់ទីតាំងនៅកន្លែងហ្នឹងគឺ27លាននៅពេលដែលគាត់អង្គុយនិយាយជាមួយគេហ្នឹងអាប៉ៃឈ្មោះហ្នឹងក៏បាននិយាយថាបើសិនជាលុយ27លានអត់គ្រប់ទេគាត់ថែមឲ្យ3លានទៀតចឹងណាអញ្ចឹងទាំងអស់30លានប៉ុន្តែតួឯកប្រុសរបស់យើងគាត់ធ្វើរៀងលើមកទេនៅរាប់ដៃរាប់ជើងពេញហ្នឹងតែម្ដងគាត់គិតថាលុយ27លានហ្នឹងវាច្រើនជាង30លានហ៎គាត់និយាយថា no អត់យកហើយចំណែកឈ្មោះហ្នឹងបាននិយាយថាអូខេបើ30លានអត់គ្រប់ទេគាត់ថែមឲ្យ5លានទៀតអញ្ចឹង35លានហើយតួឯកប្រុសរបស់យើងគាត់នៅរាប់ដៃរាប់ជើងទៀតណាគាត់និយាយថា no ដែរគាត់នៅគិតថា35លានហ្នឹងតិចជាង27លានហ៎គ្មានទេពេលហ្នឹងអាអ្នកចំនួនហ្នឹងខឹងចុយមកហើយនាំគ្នាវាយគ្នាពេញហ្នឹងតែម្ដងមែនតាតាំងពីសង្ខេបរឿងមកអត់មានដែរជួបអាណាល្ងងក្នុងថ្នាក់ហ្នឹងមេយ៉ាកូសាណាភ្លើអញ្ចឹងគ្មានទេទាំងពីរក្រុមវាយគ្នាផ្អើពេញហ្នឹងតែម្ដងប៉ុន្តែវាយគ្មានឈ្នះតួឯកប្រុសរបស់យើងទេបើតែគាត់ល្ងងតិចមែនប៉ុន្តែអាការវាយគ្នាហ្នឹងគឺគាត់ជំនាញលេខ1តែម្ដងតួឯកប្រុសរបស់យើងបានវាយរៀបតែម្ដងអាគេមកធ្វើចំនួនមកដាក់ទុនរកស៊ីជាមួយហើយនៅវាយគេទៀតដល់ពេលដែលត្រឡប់មកផ្ទះវិញហ្នឹងត្រូវឪបើគាត់ជេរយ៉ាងខ្លាំងឪបើគាត់ជេរថាអាកបីគេឲ្យដល់35លានហើយក៏មិនយកបើយក27លានហើយវាយគេទៀតហើយអញមិនដែរជួបកូនណាល្ងងដល់ថ្នាក់ឯងចឹងទេឲ្យគាត់និយាយណាហើយចំណែកតួឯកប្រុសយើងក៏បានសុំទោសទៅកាន់លោកឪពុកយ៉ាងខ្លាំងថាលែមានលើកក្រោយទៀតចឹងណាហើយបន្តមកឪពុករបស់គាត់នឹងបានប្រាប់ថានឹងឲ្យប្អូនប្រុសរបស់គាត់មកកាន់កាប់តំណែងជំនួសតំណែងបងធំយ៉ាកូសាហ្នឹងណាហើយគាត់ក៏បានឲ្យតួឯកប្រុសរបស់យើងនឹងទៅរៀនបន្តចូលទៅមហាវិទ្យាល័យរៀនបន្តដើម្បីមកគ្រប់គ្រងតំណែងជំនួសគាត់ហ្នឹងហើយពីអ្នកបងប្អូននឹងត្រូវតែប្រកួតគ្នាដើម្បីឡើងតំណែងហ្នឹងហើយចំណែកតួឯកប្រុសរបស់យើងណាគាត់ចូលចិត្តហូបអា pudding អាហ្នឹងនៅជប៉ុនគេហៅថា pudding អាហ្នឹងដូចជាហួយយើងអញ្ចឹងគាត់ចូលចិត្តហូបអាហ្នឹងមែនតើហើយកូនចៅរបស់គាត់មានការបារម្ភយ៉ាងខ្លាំងនៅពេលដែលគាត់ចូលទៅសាលារៀនហ្នឹងចូលទៅរៀនបន្តហ្នឹងណាប៉ុន្តែតួឯកប្រុសយើងគាត់ធ្វើដូចរៀងភ្លើមិនទេគាត់បានសម័យទៅកាន់នៅពេលដែលគាត់រៀនចប់ហ៎មានកូនចៅគាត់ទៅចូលរួមអបអរឯណាមានក្បួនដង្ហែឯណាដល់កតែម្ដងមិនទាន់បានចូលរៀនទេតែនឹកឃើញសម័យមុនទេហើយបន្តមកតួឯកប្រុសយើងក៏បានសម្រេចចិត្តថាទៅរៀនបន្តដើម្បីគ្រប់គ្រងកូនចៅយ៉ាកូសាហ្នឹងណាហើយគាត់ត្រូវតែលាក់ពីប្រវត្តិពិតរបស់គាត់ថាគាត់គឺជាយ៉ាកូសាហ្នឹងគឺមិនត្រូវឲ្យណាគេដឹងទេហើយនៅពេលស្អែកឡើងតួឯកប្រុសយើងបានរៀបចំខ្លួនដើម្បីទៅរៀនហ្នឹងហើយឈប់បង្ហាញឲ្យកូនចៅរបស់គាត់មើលថាគាត់នឹងសង្ហាអត់ហើយកូនចៅរបស់គាត់ក៏បានគៀបសក់ត្រង់ឲ្យគាត់និយាយទៅដូចសិស្សសាលារៀនមែនតើអញ្ចឹងគេចាត់ចែងឲ្យឡើងលយតែម្ដងហើយនៅពេលដែលតួឯកប្រុសរបស់យើងគាត់ដើរចេញមកមានកូនចៅឈរទាំងរៀបជួរគោរពតែម្ដងនិយាយទៅនៅក្នុងតំបន់ហ្នឹងគឺតួឯកប្រុសរបស់យើងហ្នឹងហើយគឺជាអ្នកក្តោបក្តាប់តែម្ដងគ្មានណាគេហ៊ានទេបើសិនជាមានអ្នកហ៊ានណាក៏ត្រូវយ៉ាប់ខ្លួនដែរហើយនៅពេលដែលគាត់មកដល់សាលារៀនហ្នឹងបានឈប់បៀមបរិយស្ទុយតែម្ដងគ្មានជាពាក់អាណាមរៀលទេហើយតើមកដៃឆ្វេងរបស់គាត់ក៏បានដកបរិយចេញពីមាត់ថាសិស្សសាលាគេឲ្យជួបបរិយទេហើយចំណែកដៃស្ដាំរបស់គាត់វិញអាប៉ែមួយរឿងស្វិតហ្នឹងក៏បានប៉ាក់អាវក្រៅរបស់តួឯកប្រុសរបស់យើងហ្នឹងអាវខាងក្រៅហ្នឹងណាប៉ាក់ហុកនេះក្រៀកគឺហុកហ្នឹងតំណាងឲ្យយ៉ាកូសាអត់យល់ហ្មងមកលាក់ប្រវត្តិគេប៉ុន្តែមកប៉ាក់ logo យ៉ាកូសាឯណាហើយនៅពេលដែលតួឯកប្រុសរបស់យើងគាត់ដើរចូលសាលារៀនហ្នឹងក៏មានលោកគ្រូម្នាក់បានខាត់គាត់ហើយសួរថាអាពៅឯងសិស្សថ្មីមែនហាត់មុខចាស់មែនអូនអាយុប៉ុន្មានហើយតួឯកប្រុសរបស់យើងបាននិយាយឡើងញ័រមាត់ថាខ្ញុំ17ឆ្នាំ17ឆ្នាំមុខដូចតាសាន់ម៉ៅចឹងអាយុ17ឆ្នាំអត់យល់ទេហើយមើលលោកគ្រូហ្នឹងក៏តែងខ្លួនដូចជា Bruce Lee ចឹងគេហៅគាត់ថាលោកគ្រូ Bruce Lee ចឹងណាហើយនៅពេលដែលក៏មានអ្នកចាត់ការទូទៅម្នាក់បានមកទទួលតួឯកប្រុសរបស់យើងបានមកនាំតួឯកប្រុសរបស់យើងចូលសាលារៀនចឹងណាព្រោះថាអ្នកចាត់ការទូទៅនៅហ្នឹងគឺជាពួកម៉ាក់របស់ឪពុកគាត់អញ្ចឹងហើយមានតែគាត់ទេដែលដឹងថាតួឯកប្រុសរបស់យើងហ្នឹងគឺជាយ៉ាកូសាក៏បាននិយាយផ្ដាំទៅកាន់តួឯកប្រុសរបស់យើងថាឲ្យខំបង្រៀនហើយហាមមានរឿងនៅក្នុងសាលាហ្នឹងចឹងណាហើយបន្តមកតួឯកប្រុសរបស់យើងក៏បានចូលមកដល់ក្នុងថ្នាក់រៀនចូលមកណែនាំខ្លួនអញ្ចឹងណាហើយគាត់ធ្វើរឿងនេះលេមើលទេចូលមកក្នុងថ្នាក់ហ្នឹងហើយអ្នកគ្រូសាហ្នឹងក៏បានឲ្យដេសទៅកាន់តួឯកប្រុសរបស់យើងមួយដើម្បីទៅសេណែនាំឈ្មោះអញ្ចឹងណាប៉ុន្តែតួឯកប្រុសរបស់យើងគាត់មិនចេះសេណាតែសេអសក៏មិនត្រូវអានអសក៏មិនចេះហើយបានអ្នករៀននៅក្នុងហ្នឹងមានការសង្ស័យយ៉ាងខ្លាំងតែហេតុអីបានមករៀននៅថ្នាក់ហ្នឹងតាមពិតទៅគាត់មិនដែររៀនស្អីគាត់ដើរវាយតែគ្នាហ្នឹងហើយនៅពេលដែលអ្នកគ្រូស្អាតកំពុងតែបរៀនហ្នឹងក៏ស្រាប់តែលឺសំឡេងកំភ្លើងចេញមកពីខាងក្រៅហើយចំណែកតួឯកប្រុសរបស់យើងក៏ស្មានតែហ្គេមម្ខាងទៀតមកហៅរឿងគាត់អញ្ចឹងណាហ្គេមម្ខាងទៀតមានឈ្មោះថា Kukuri ស្រាប់តែពេលហ្នឹងតួឯកប្រុសរបស់យើងបានរត់ឆ្លើយឆ្លាតទៅពួននៅម្ខាងហើយស្អីប្រាប់សិស្សនៅក្នុងថ្នាក់ទាំងអស់ថាឲ្យក្រាបចោ
មានគេវាប្រហាហើយចាប់ក្រាបចុះភ្លាមសិននៅក្នុងនឹងទាំងអស់នៅគ្នាក្រាបទាំងអស់តែម្ដងសាប់ជួយមកតាមពិតទៅសម្លេងកំភ្លើងអាគេបាញ់ត្រៀមរត់ម៉ារ៉ាតុននៅខាងក្រៅគេហាត់កីឡាមានទេណាគ្រូស្អីស្អាតបានឌីលទូឲ្យប្រុសយើងយ៉ាងខ្លាំងថាចង់កោគាត់អីចឹងណាហើយនៅពេលដែលសម្រាប់ម៉ោងបាយថ្ងៃត្រង់ទូឲ្យប្រុសយើងក៏បានមកអង្គុយកន្លែងស្ងាត់ម្នាក់ឯងហើយគាត់ក៏បានលាក់ប្រេនៅតាមស្រោមជើងរបស់គាត់ហ្នឹងជាច្រើនដើមនិយាយទៅដាក់ឡើងចង់20ដើមតែម្ដងទុកមកជក់ហើយនៅពេលដែលកំពុងជួបបរិយាយ៉ាងឆ្ងាញ់ហ្នឹងក៏ស្រាប់តែឃើញសិស្សរួមថ្នាក់របស់គាត់ហ្នឹងវាយគ្នា3វាយ1អញ្ចឹងណាព្រោះថា3នាក់ហ្នឹងគឺជាជើងកាងនៅក្នុងថ្នាក់ហ្នឹងពេលនោះទូឲ្យប្រុសយើងក្តាប់ដៃរវាយហ្នឹងក៏ស្រាប់តែលេចមុខដៃឆ្វេងដៃស្ដាំរបស់គាត់ហ្នឹងចេញមកហើយហាមគាត់ថាមិនអាចវាយគ្នាបានទេគាត់ធ្វើសញ្ញាណាក៏ស្រាប់តែពេលហ្នឹងអាពួកក្មេងៗហ្នឹងម៉ាន់ទូឲ្យប្រុសយើងឡើងទួតែម្ដងមានហ៊ានតដៃណាខ្លាចគេដកចេញពីសាលារៀននៅពេលដែលត្រឡប់មកកាន់រោងបាយវិញក៏ឃើញសិស្សម្នាក់អង្គុយហូបអាផុតឌីងហ្នឹងហើយទូឲ្យប្រុសយើងបានហៅយ៉ាងខ្លាំងបានគិតថាចែកខ្ញុំខ្លះមកខ្ញុំហៅណាហើយបន្តមកទូឲ្យប្រុសយើងក៏បានទៅសួរតាមួយលក់ផុតឌីងនៅក្នុងសាលារៀនហ្នឹងក៏បានសួរថាពូតើអស់ផុតឌីងលក់នៅពូហ្នឹងក៏បានប្រាប់ថាអស់ហើយមួយថ្ងៃខ្ញុំលក់តែ10កំប៉ុងតែប៉ុណ្ណោះហើយនៅពេលល្ងាចឡើងដល់ម៉ោងចេញទៅផ្ទះទូឲ្យប្រុសយើងបានរត់យ៉ាងលឿនតែម្ដងមកកាន់ឡានរបស់គាត់មានអាការៈហេវបរិយយ៉ាងខ្លាំងចូលទៅក្នុងឡានហ្នឹងជក់យោតែម្ដងមើលទៅដូចជាដាច់ដាបពីការហ្នឹងមកអញ្ចឹងហើយនៅពេលដែលត្រឡប់មកដល់ផ្ទះវិញក៏បានដឹងព័ត៌មានអាក្រក់មួយប្អូនប្រុសរបស់គាត់នៅក្រៅប្រទេសហ្នឹងបានត្រឡប់មកប្រទេសជប៉ុននិយាយទៅក៏ខ្លាចប្អូនប្រុសរបស់គាត់ហ្នឹងកាន់កាប់តំណែងមេធំយ៉ាគូសាហ្នឹងណាមេបកយ៉ាគូសាហ្នឹងហើយគាត់ក៏បញ្ញាប់បិទទូរស័ព្ទហើយទៅធ្វើកិច្ចការងារផ្ទះព្រោះថាចង់ឲ្យគ្រូជេហើយនៅពេលដែលស្អែកឡើងអ្នកគ្រូស្អីស្អាតហ្នឹងគាត់មកបរៀនម៉ោងកណិតអ្នកគ្រូហ្នឹងបរៀនម៉ោងកណិតហើយទូឲ្យប្រុសរបស់យើងក៏បានធ្វើទឹកមុខភ្លើរបស់គាត់ហ្នឹងហើយខ្សឹបតិចថាកុំមើលខ្ញុំមានណាអ្នកគ្រូស្អីស្អាតហ្នឹងស្មានតែគាត់ហ្នឹងមានចំណាប់អារម្មណ៍រៀនកណិតក៏បានហៅគាត់ហ្នឹងឡើងមកលើក្តារខៀនឲ្យធ្វើលំហាត់ហើយទូឲ្យប្រុសយើងក៏មានចេះស្អីគាត់ធ្វើឲ្យអ្នកនៅក្នុងថ្នាក់ហ្នឹងសើចចំអកគាត់ពេញហ្នឹងតែម្ដងហើយជារៀងរាល់ថ្ងៃទូឲ្យប្រុសយើងក៏បានគិតថាធន់អញ្ចឹងណាព្រោះថាអ្នកនៅជុំវិញខ្លួនគាត់ហ្នឹងគឺចាត់ទុកថាគាត់គឺជាមនុស្សល្ងងគ្រប់គ្នាតែម្ដងក៏មានអារម្មណ៍ថារៀងសែតដូចជាខ្វះភាពកក់ក្ដៅនៅក្នុងសាលារៀនហ្នឹងដល់ពេលម៉ោងហូបបាយថ្ងៃត្រង់ទូឲ្យប្រុសរបស់យើងបានរត់ចេញយ៉ាងលឿនតែម្ដងក៏បញ្ញាទៅទិញផុតឌីងហើយអាតាអ្នកលក់ផុតឌីងហ្នឹងក៏បានលើកផុតឌីងយកមកលក់ហើយនៅពេលដែលគាត់រត់ហ្នឹងគាត់ឮសំឡេងស្អីទេដូចជាសំឡេងតាហ៊ានមកអញ្ចឹងតែគាត់ងាកទៅក្រោយមានណាមកសតទាំងអស់គ្នានាំគ្នាទៅដើមគ្នាទិញអាផុតឌីងហ្នឹងរត់ដូចជាតាហ៊ានអញ្ចឹងនិយាយទៅផុតឌីងហ្នឹងដូចជាពេជ្រម្ដុំអញ្ចឹងនាំគ្នាទៅដើមគ្នាដល់កតែទៅពេលចុងក្រោយអាផុតឌីងនៅសល់តែមួយកំប៉ុងទេទូឲ្យប្រុសយើងបានទៅតន់បានចាប់បានអាមួយកំប៉ុងហ្នឹងរៀបនឹងបានហូបឯហ្នឹងក៏ស្រាប់តែមានអាមួយទៀតមកហក់ធាក់ទូឲ្យប្រុសយើងមកជើងប៉ាំងប្រកាប់មុខតែម្ដងហើយក៏បានទៅដើមផុតឌីងហ្នឹងយកទៅបាត់ទៅគ្មានទេទូឲ្យប្រុសយើងបានអង្គុយនៅកន្លែងដើមឈើនេះធ្វើសោកសៅម្នាក់ឯងហើយមានដានស្បែកជើងនៅជាប់មុខទៀតហើយអង្គុយបានមួយផ្លែតក៏មានក្មេងម្នាក់មកនិយាយជាមួយគាត់ហើយក្មេងម្នាក់ហ្នឹងមានឈ្មោះថាជូនប៉ុន្តែនៅក្នុងរឿងហ្នឹងគេហៅគាត់អាទឿអញ្ចឹងណាអញ្ចឹងហើយយើងហៅគាត់អាទឿទៅអាទឿម្នាក់ហ្នឹងក៏បានមកនិយាយលួងលោមទូឲ្យប្រុសយើងថាកុំឲ្យសែតកុំឲ្យអីអញ្ចឹងណាហើយក៏បបួលទូឲ្យប្រុសយើងហ្នឹងធ្វើជាមិត្តភក្តិជាមួយគ្នាប៉ុន្តែទូឲ្យប្រុសយើងគាត់ខ្វល់គាត់បានដើរទៅបាត់ទៅហើយដល់ពេលដែលយប់ឡើងហ្នឹងទូឲ្យប្រុសយើងក៏មានទូនាទីគ្រប់គ្រងហ្គេងរបស់គាត់ហ្គេងយ៉ាគូសាហ្នឹងហើយដល់ពេលហ្នឹងគាត់គ្មានអារម្មណ៍ថាទៅវាយគ្នាជាមួយនឹងក្រុមណាទេគាត់មានអារម្មណ៍ថាធុញថប់អីចឹងណាហើយចំណាយប៉ារបស់គាត់វិញក៏រត់តែបារម្ភទៀតបារម្ភថាទូឲ្យប្រុសយើងហ្នឹងរៀនចាប់ហើយតែល្ងងលើសដើមអញ្ចឹងណាហើយគាត់មានការស្ដាយក្រោយយ៉ាងខ្លាំងស្ដាយក្រោយថាការពីមុនកាលពីទូឲ្យប្រុសយើងបានរៀនដំបូងទូឲ្យប្រុសយើងគាត់ព្រមរៀនទេគាត់ទៅចិត្តដើរលេងវាយគ្នាអញ្ចឹងណាចឹងហើយកាលមុនគាត់បដ ாய் ទូឲ្យប្រុសយើងពេកបានទូឲ្យប្រុសយើងគាត់ល្ងងក្នុងថ្នាក់ហ្នឹងហើយនៅពេលដែលស្អែកឡើងលោកគ្រូកំពុងតែបរិញ្ញាហ្នឹងទូឲ្យប្រុសយើងក៏មានអារម្មណ៍ថាធុញថប់មួយទេបានក្រោកឈរឡើងហើយដើរចេញទៅក្រៅបោករបស់ខ្ទេចខ្ទីតែម្ដងគាត់គិតថាចង់ឈប់រៀនព្រោះថាធុញពេកហើយក៏បានមកដេកនៅលើដំបូលសាលាតែម្នាក់ឯងដេកជួបប្រៃលេងអញ្ចឹងណាហើយហេតុតែឲ្យប្រៃហ្នឹងអាទឿក៏បានដើរចូលមកចាក់អាទឿហ្នឹងបានយកផែនទីរបស់សាលាហ្នឹងយកមកឲ្យទូឲ្យប្រុសរបស់យើងនិយាយទៅយើងអាចនិយាយបានថាអាទឿហ្នឹងគឺជាសិស្សឆ្លាតម្នាក់នៅក្នុងសាលាអាទឿហ្នឹងបានរៀបចំផែនការដើម្បីឲ្យទូឲ្យប្រុសរបស់យើងហ្នឹងបានទៅទិញអាផូឌីងហ្នឹងបានលឿនជាងគេហើយផែនការរបស់អាទឿហ្នឹងធ្វើឲ្យទូឲ្យប្រុសរបស់យើងហ្នឹងក៏មានទំនុកចិត្តតែម្ដងហើយគាត់ក៏បានលួចអាតុងចិត្តសាលារៀនហ្នឹងដើម្បីធ្វើការងាររបស់គាត់អញ្ចឹងណាហើយបន្តមកពួកគេទាំងពីរនាក់ហ្នឹងក៏បានធ្វើឧបករណ៍ហ្នឹងដើម្បីឲ្យទៅទិញអាផូឌីងហ្នឹងឲ្យបានលឿនហើយនៅពេលដែលចិត្តដល់ម៉ោងហូបបាយហ្នឹងទូឲ្យប្រុសរបស់យើងហ្នឹងក៏មានអារម្មណ៍ថាក្តៅក្នុងខ្លួនមិនទេដល់ពេលដល់ម៉ោងពុបក៏រត់ប្រូចតែម្ដងរត់មកលើដំបូលអាគារហ្នឹងហើយក៏បានយកអាតុងជាតិហ្នឹងធ្វើដូចស្លាបកាជៀវអញ្ចឹងក៏យកដើម្បីហោះសាំចុយមករឿងហ្នឹងហើយក៏បានសៃប្រាអាទឿថាអញហោះទៅណាអាទឿក៏បានឆ្លើយថាអូខេខ្ញុំចង់ឃើញអីហោះគ្មានអ្នកគ្រូហើយនឹងសិស្សនៅហ្នឹងបានភ្ញាក់ផ្អើលយ៉ាងខ្លាំងឃើញទូឲ្យប្រុសយើងហោះមករៀនបានតែប្រហែលថ្ងៃធ្វើរឿងចម្លែកពេញហ្នឹងតែម្ដងហើយនៅពេលដែលទៅដល់ហ្នឹងទូឲ្យប្រុសយើងបានស្អីថាជាផ្លូវមួយកែវនោះគឺជារបស់យើងទេវានៅសល់តែមួយកែវតែមិនអីទូឲ្យប្រុសយើងហ្នឹងគាត់ទៅយកបានមុនគាត់ទៅទិញបានមុនអញ្ចឹងណាហើយក៏បានដាក់អាមួយធាក់គាត់មួយជើងថ្ងៃមុនហ្នឹងមកដៃប៉ាំងស្លាប់ឈឹងតែម្ដងហើយពេលអ្នកលក់ហ្នឹងក៏បាននិយាយថា110យេនណាហើយទូឲ្យប្រុសយើងក៏បានឲ្យ1000យេនទៅហើយបាននិយាយថាមិនបាច់អាប់ទេប៉ែហើយទូឲ្យប្រុសយើងក៏បានយកអាផុតឌីងហ្នឹងមកឲ្យអាទឿតែអាទឿហ្នឹងបាននិយាយថាខ្ញុំមិនហូបទេរបស់ផ្អែមហើយបន្តមកទូឲ្យប្រុសយើងក៏បានអង្គុយហូបអាផុតឌីងហ្នឹងយ៉ាងឆ្ងាញ់មែនទែនអង្គុយហូបបានមកសន្ទុះ
ก็ស្រាប់តែអ្នកគ្រូបរិញ្ញាជាមួយនឹងសិស្សហ្នឹងមកសួរតួឯងរបស់យើងថាធ្វើម៉េចបានហោះបានដូចមិញហើយបន្តមកតួឯងរបស់យើងជាមួយអាទឿហ្នឹងក៏បានត្រូវអ្នកគ្រូហ្នឹងដាក់ទោសឲ្យរត់ជុំវិញសាលាជារៀងរាល់ព្រឹកចឹងណាហើយឪពុករបស់គាត់បានឃើញចឹងក៏មានអារម្មណ៍ថាសប្បាយចិត្តយ៉ាងខ្លាំងនៅពេលដែលតួឯងរបស់យើងគាត់គោរពតាមវិន័យរបស់សាលាហើយស្អែកព្រឹកបន្ទាប់មកកូនចៅរបស់គាត់ហ្នឹងក៏បានជូនតួឯងរបស់យើងមករៀនប៉ុន្តែដងហ្នឹងជូនមកដល់ទេទុកប្រហែលជា3គីឡូឲ្យតួឯងរបស់យើងគាត់ហ្វឹកហាត់កុំឲ្យខ្ជិលពេកចឹងណាហើយនៅពេលដែលគាត់ដើរតាមផ្លូវហ្នឹងក៏បានឃើញរបស់ល្អមួយនៅកណ្ដាលផ្លូវសភៅអាភិហ៎គាត់បានអង្គុយបើកមើលហើយគាត់រៀបរើសយកទុកមើលស្រាប់ពេលហ្នឹងក៏មានស្រីស្អាតម្នាក់រត់មកធ្វើឲ្យគាត់ហ្នឹងយកសភៅមកជន់យកតែម្ដងធ្វើដូចជាស្អប់ខ្ពើសភៅនឹងខ្លាំងណាស់ចឹងណាហើយថ្ងៃហ្នឹងដែរតួឯងរបស់យើងហ្នឹងគាត់មកសាលាយឺតហើយសិស្សទាំងអស់គ្នានាំគ្នារត់ចូលសាលាយ៉ាងលឿនតែម្ដងហើយនៅពេលនោះតួឯងរបស់យើងហ្នឹងក៏ត្រូវបានលោកគ្រូហ្នឹងនិយាយទៅឲ្យអ្នកគេមកយឺតលោកគ្រូហ្នឹងឲ្យហាត់ប្រាណមួយសតូសិនឲ្យបែកញើសិនបានចូលរៀនចឹងណាហើយនៅពេលដែលមកអ្នកគ្រូស្អាតហ្នឹងគាត់បរៀនក៏បានជ្រើសរើសប្រធានថ្នាក់ប៉ុន្តែគ្មានអ្នកគេព្រមធ្វើប្រធានថ្នាក់ទេស្រាប់តែតួឯងរបស់យើងហ្នឹងគាត់បានគិតថាគាត់គឺជាមេម៉ាហ្វីបើសិនជាគាត់ធ្វើជាប្រធានថ្នាក់ទៀតប្រកាសជាស្រីៗនៅក្នុងហ្នឹងមកចំរុំគាត់ស្រឡាញ់គាត់មិនទេគាត់បានស្មើសម័យណាមើលទៅរូបភាពគាត់ស្មើសម័យទៅដឹងហើយពេលនោះក៏បានលើកដៃថាខ្ញុំអ្នកគ្រូខ្ញុំសូមធ្វើជាប្រធានថ្នាក់ហើយបន្តមកតួឯងរបស់យើងហ្នឹងក៏បានប្រមូលឈ្មោះសិស្សទាំងអស់ដើម្បីឲ្យប្រកួតកីឡាបាល់បោះប៉ុន្តែសិស្សនៅក្នុងហ្នឹងមើលទៅដូចជាស្ដាប់តួឯងរបស់យើងទេហើយអាការងារទូចតាចមកហ្នឹងត្រូវតួឯងរបស់យើងធ្វើទាំងអស់ដូចជាប្រមូលលាមកទន្សាយនៅក្នុងរោងទន្សាយជាដើមហើយគាត់ក៏បានឆ្លោះមួយទន្សាយថាហើយចង់ឌឺមែនហើយចង់វាយគ្នាមួយស្មើហើយតួឯងរបស់យើងក៏អត់ចេះលេងអាបាល់បោះហ្នឹងទេនៅពេលដែលទើបបោះបាល់ឲ្យគាត់ក៏វាយចេញបោះឲ្យវាយចេញហើយក៏បានធាក់បាល់ឡើងទៀតធ្វើឲ្យរៀងលើមិនទេតួឯងយើងហ្នឹងហើយបន្ទាប់មកហ្នឹងកូនចៅរបស់គាត់ហ្នឹងក៏បានយកឈុតកីឡាហ្នឹងឲ្យតួឯងរបស់យើងមិនយកតែមួយឈុតទេណាគឺយក3 4ឈុតចែកធីមនឹងតែម្ដងហើយកំពុងតែយកអាវកីឡាហ្នឹងមិត្តភក្តិគាត់ក៏បានមកសួរថាកំពុងតែធ្វើអីហ្នឹងតែតួឯងរបស់យើងធាក់កូនចៅគាត់មកជើងប៉ាំងតណាត់តាត់តែងធ្លាក់ទៅក្រោមមកទៅព្រោះថាគាត់ចង់ឲ្យសិស្សទាំងអស់គ្នាហ្នឹងដឹងពីសមត្ថភាពរបស់គាត់ហើយរំលងបានប្រហែលថ្ងៃថ្ងៃប្រកួតកីឡាហ្នឹងក៏បានមកដល់ក្រុមតួឯងរបស់យើងហ្នឹងគឺចាញ់ក្រុមមុខតែម្ដងមិនថាបាល់ទាត់មិនថាវាយសីអីទេគឺចាញ់ទាំងអស់តែម្ដងនៅពេលដែលឃើញស្រីស្លៀកខ្លីហ្នឹងគឺគ្មានអារម្មណ៍ក្នុងការប្រកួតទេហើយប្រកួតចុងក្រោយគេហ្នឹងគឺជាកីឡាបាល់បោះនៅពេលដែលប្រកួតកីឡាករទាំងអស់បានរត់មកបំបុកតួឯងរបស់យើងតែម្ដងហើយតួឯងរបស់យើងហ្នឹងក៏បានបោះបាល់ឲ្យអាទឿដើម្បីបោះចូលកន្ត្រកហ្នឹងអញ្ចឹងណាកន្ត្រកបាល់ស្កេតហើយលេងបានបន្តិចហ្នឹងតួឯងរបស់យើងក៏ត្រូវលមូលកពើហើយបានមកដល់ពេទ្យហ្នឹងបានស្រីថាលោកគ្រូពេទ្យខ្ញុំបាក់ជើងហើយខ្ញុំមិនតាន់មានកូនមានប្រពន្ធទេខ្ញុំបាក់ជើងហើយបាទអរគុណលោកគ្រូពេទ្យសាមដែរហ្នឹងហើយបន្តមកតួឯងរបស់យើងហ្នឹងក៏បានមកប្រកួតជាមួយនឹងក្រុមមួយទៀតអាក្រុមមួយហ្នឹងគាត់ឈ្នះហើយប៉ុន្តែគាត់លមូលកពើអញ្ចឹងណាក្រុមហ្នឹងគឺក្រុមខ្លាំងក្រុមបន្ទប់លេខ4តួឯងរបស់យើងនៅក្នុងបន្ទប់លេខ3នៅពេលដែលជួបក្រុមខ្លាំងតួឯងរបស់យើងក៏អត់ដឹងធ្វើម៉េចគាត់ប្រើអាក្បាច់របស់គាត់គាត់ក៏ហឹមដាក់គេដូចចង់រកខំគេអញ្ចឹងណាហើយបន្តមកក៏បានបោះបាល់ហ្នឹងទៅឲ្យក្រុមរបស់គាត់ហើយម្នាក់ស្រីហ្នឹងក៏បានបោះបាល់ទៅឲ្យអាទឿដើម្បីយកបន្ទុកអញ្ចឹងណាហើយប្រកួតចុះប្រកួតឡើងហ្នឹងក្រុមតួឯងរបស់យើងហ្នឹងឈ្នះក្នុងការប្រកួតបាល់បោះហ្នឹងអញ្ចឹងណាតួឯងរបស់យើងបានអរយ៉ាងខ្លាំងបានរត់លើកដៃលើកជើងមានណារបូតខោភ្លុចហើយទៅពេលដែលរបូតខោហើយហ្នឹងតួឯងរបស់យើងណាខូចជួយមកបានហៅតអោគ្នាគាត់នៅនឹងថាយើងឈ្នះហើយហើយបន្តមកសិស្សទាំងអស់គ្នាហ្នឹងក៏បានចាស់ដៃអបអរក្រុមតួឯងរបស់យើងដែលទទួលបានជ័យជំនះណាហើយនៅពេលដែលតួឯងរបស់យើងគាត់បានត្រឡប់មកផ្ទះវិញក៏បាននិយាយរឿងរ៉ាវទាំងអស់ហ្នឹងទៅកាន់ប៉ារបស់គាត់ហើយប៉ារបស់គាត់បានលឺអញ្ចឹងគាត់សប្បាយចិត្តមែនតើនៅពេលដែលតួឯងរបស់យើងហ្នឹងគាត់យកចិត្តទុកដាក់នៅក្នុងការរៀនសូត្រហើយបន្តមកជារៀងរាល់ថ្ងៃហ្នឹងតួឯងរបស់យើងក៏បានមកសម្អាតអាកន្លែងធុងទន្សាយហ្នឹងមកសម្អាតជារៀងរាល់ថ្ងៃតែម្ដងហើយគាត់ចាប់ផ្ដើមមានអារម្មណ៍ថាស្រឡាញ់ទន្សាយខ្លាំងទៅតែស្រឡាញ់ហ្នឹងមិនស្រឡាញ់ចង់ដេកអោបអីទេស្រឡាញ់ចង់យកទៅធ្វើម្ហូបទេអូខេ My Boss My Hero វគ្គ1គឺត្រូវបានបញ្ចប់តាមពិតរឿងហ្នឹងមាន10ភាគប៉ុន្តែ admin សង្ខេបចូលគ្នាហ្នឹងធ្វើតែ5ភាគទេកុំឲ្យគ្នាយើងចំណាយពេលច្រើននៅក្នុងការទស្សនាហើយគ្នាយើងទាំងអស់គ្នាកុំភ្លេចជួយចុច like page admin ផងណា page ដែលមានឈ្មោះថា BL សង្ខេបរឿងឬក៏ចុចតាម link នៅក្នុង description ក៏បានដែរអូខេពេលនេះខ្ញុំបាទ BL សង្ខេបរឿងសូមជម្រាបលាបាយបាយសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមកជួបជាមួយនឹងខ្ញុំបាទ BL ម្ដងទៀតហើយបាទហើយថ្ងៃនេះដែរខ្ញុំមកសង្ខេបរឿង My Boss My Hero ដែលជាភាគ2គឺជាភាគតរបស់យើងណាតែបើសិនជាបងប្អូនណាមិនទាន់បានមើលភាគ1 admin ណាឬខមមិនអាចចូលទៅមើលភាគ1សិនទៅព្រោះថាភាគ1គឺកាំងតែម្ដងដឹងតែល្អមើលណាអូខេកុំឲ្យខាត់ពេលយូរយើងចូលទស្សនាតែម្ដងទៅផ្ដើមតែរឿងភាគ2ហ្នឹងតួឯងប្រុសយើងនឹងបានមកលេងនៅកាស៊ីណូមួយគាត់មកលេងល្បែងអញ្ចឹងណាធម្មតាគឺជាយ៉ាកូសាគឺជាអ្នកលេងគឺត្រូវការលេងល្បែងអីអញ្ចឹងហើយគាត់បានមកចាក់ស្អីគេអារ៉ូឡែតហ្នឹងគ្រាប់វល់ហើយគាត់ប្រើញៀនរបស់គាត់ហ្នឹងក្នុងការស្ដាប់មើលហើយគាត់ក៏បានប្រាប់ទៅកាន់កូនចៅគាត់ថាឲ្យចាក់លេខ27ទៅគឺមិនខុសតែម្ដងកូនចៅរបស់គាត់ហ្នឹងក៏បានយកលុយហ្នឹងទៅចាក់នៅអាឡែងលេខ27ស្អាតតែវល់ចុះវល់ឡើងចំលេខ27ហ្នឹងមែនធ្វើឲ្យម្នាក់មួយសេប្រាំងហ្នឹងសម្លឹងមកតួឯងប្រុសយើងយ៉ាងយូរតែម្ដងហើយតួឯងប្រុសយើងហ្នឹងក៏បានសម្លឹងទៅមើលវិញសម្លឹងថាដូចចង់ញ៉ែគេអញ្ចឹងស្អាតតែមើលចុះមើលឡើងមានទូរស័ព្ទមួយទេមកគាត់យ៉ាងបញ្ញាមែនតើគឺកូនចៅរបស់គាត់ហ្នឹងតែមកឲ្យគាត់ហ្នឹងទៅធ្វើកិច្ចការផ្ទះតែមិនធ្វើយប់ហ្នឹងទេប្រ
có chỉ sai nó khủ đạp này thế đây hai cái bè đất nó tụi ai phò dưỡng cứ việc mình mà nè để anh vậy ban tha pia mình tên vậy tới có trái vay kia tăng bị tôiแต่mà đong quạt tôi thế mình ta đa bộ là sao thùng thùng nắng vay kia hay mình vay môi smart thế đó còn mình lại anh đây còn vay môi kê bay buôn phèm nè mình ta có mình vay tôn mốc ấy nè còn phở à mình thi sát thao tiêu bỏ đa từ đó sát khao kê pin thăngแต่mà đong hai đứa từ đó ơi chui ăn ơi chỉ mê ra của sao vậy ta khôi tăng bị tôiแต่mà đong bạn còn play là sập thằng ngày nữa nè hai nóไปได้ตัวไอ้ผวយើងក៏ធំឡើងក៏បានបបួលឲ្យក្មេងៗស្ទៀវនៅក្នុងភូមិហ្នឹងវាយគ្នាមួយគាត់ហើយមិនវាយមួយស្មើណាគឺមួយទល់នឹង50តែម្ដងហើយចំហតែកូនចៅគាត់មកដល់ហ្នឹងគាត់វាយពួកហ្នឹងដួលខ្ទេចខ្ទីហើយពេលនោះតួឯผវយើងហ្នឹងគាត់ជាប់រហស្សនាមថាខ្លាកំណាចប្រចាំភូមិនិយាយទៅឲ្យតាណាគេមកខំហ្មងហើយត្រឡប់មកបច្ចុប្បន្នអង្ការវិញតួឯผវយើងគាត់ក៏បានមកធ្វើកិច្ចការងារផ្ទះហើយធ្វើចុះធ្វើឡើងក៏ចាប់ផ្ដើមមកលេងលងទឹកភ្នែកគាត់បានគិតថាមេយ៉ាកុសាដោយគាត់ហ្នឹងហេតុអីមកអង្គុយធ្វើកិច្ចការងារផ្ទះអញ្ចឹងគាត់អន់ចិត្តហើយលេងលងទឹកភ្នែកហើយបាននិយាយថាចាំមើលស្អែកហ្នឹងអញទៅវាយអាគ្រូនោះឲ្យឆុយម៉ាយហ្មងដល់ពេលស្អែកឡើងគាត់ដើរតង់មកហៅវាយគ្រូតែមានណាក៏ត្រូវបានអ្នកលេងនៅក្នុងសាលាហ្នឹងទាថ្លៃការពារពីតួឯប្រវយើងណាហើយថាមកតួឯប្រវយើងគាត់ក៏បានឲ្យលុយទៅអាពួកហ្នឹងទៅក៏ខ្ជិលមានរឿងហ៎អាដែរថាចង់មកវាយគ្រូតែប៉ុន្តែខ្លាចមានរឿងដែរហើយដល់ពេលដែរតួឯប្រវយើងគាត់មកចូលដល់ក្នុងថ្នាក់ក៏អ្នកក្នុងថ្នាក់ហ្នឹងសោយតួឯប្រវយើងយ៉ាងខ្លាំងព្រោះថាគាត់ពាក់អាវធំចូលមកសាលាតែប៉ុន្តែមិនបាច់ចាំពាក់អាវធំចូលមកក៏បានដែរហើយដល់ពេលដែរគ្រូស្រីស្អាតបរិញ្ញាហ្នឹងគ្រូស្រីស្អាតហ្នឹងក៏បានប្រកាសថាអាទិត្យក្រោយហ្នឹងគឺត្រូវប្រឡងបើសិនជាណាគេប្រឡងអត់ជាប់គឺត្រូវប្រឡងសងម្ដងទៀតហើយបើសិនជាប្រឡងសងមិនជាប់ហើយគឺត្រូវតែដុតថ្នាក់ហើយពេលនោះតួឯប្រវយើងក៏បានភ័យយ៉ាងខ្លាំងព្រោះថាគាត់ខ្លាចធ្លាក់ហើយរៀនគ្មានចេះស្អីមកបៀកទេរៀនហើយនៅពេលយប់ឡើងតួឯប្រវយើងហ្នឹងគាត់មានតួនាទីទៅគ្រប់គ្រងហ្គេងរបស់គាត់ទៀតដើរល្បាតជុំវិញទីក្រុងអញ្ចឹងណាមើលតែអាណាឆ្លើយវាយហ្មងហើយពេលនោះកូនចៅរបស់គាត់ក៏បានមកប្រាប់គាត់ថាមានក្រុមហ្គេងមកខាងទៀតហ្នឹងចង់ដណ្ដើមទឹកដីតួឯប្រវយើងអញ្ចឹងណាហើយតួឯប្រវយើងក៏បាននិយាយថាទុកឲ្យបងជាអ្នកចាត់ការវាដោយខ្លួនឯងហើយនៅពេលដែលងាកមកហ្នឹងបានឃើញសិស្សរៀនមួយគ្នាគាត់ក៏បានបិទមុខថាហើយកុំឃើញហើយនៅពេលនោះដែរកូនចៅគាត់ហ្នឹងខ្លាចបែកការក៏ចាប់ទាញតួឯប្រវយើងមកវាយយកតែម្ដងតួឯប្រវយើងក៏បាននិយាយថាពួកឯងកុំវាយមុខអញគ្មានទេកូនចៅដាក់ឡើងទួតែម្ដងហើយពួកកូនចៅហ្នឹងក៏បានដេញពួកសិស្សហ្នឹងទៅបាត់អស់ទៅហើយបន្ទាប់មកហ្នឹងកូនចៅរបស់គាត់ហ្នឹងក៏បានមកក្រាបសុំទោសតួឯប្រវយើងព្រោះថាខ្លាចងាប់តួឯប្រវយើងបានថាពួកចង្រៃឯវាយមែនតើហ្មងវាយឯងឡើងកប់សម្រាប់ហ្មងស្ដាប់ចុយមករឿងហ្នឹងហើយនៅពេលដែរតួឯប្រវយើងគាត់ត្រឡប់មកផ្ទះវិញហ្នឹងក៏មានគ្រូម្នាក់មកបរៀនគួរគាត់ហើយពេលនោះតួឯប្រវយើងក៏អត់សូវចូលចិត្តគ្រូហ្នឹងហ្មងទេព្រោះថាគ្រូហ្នឹងយកចិត្តនិយាយច្រើនមានណាវាយគ្រូនឹងហើយបោះគ្រូនឹងចេញតាមប្រឡោះទ្វារវូតែម្ដងហើយបន្តមកគាត់ក៏បានគិតផែនការមួយបបួលកូនចៅគាត់អាស្វិតហ្នឹងចូលទៅក្នុងសាលារៀននៅពេលយប់ដើម្បីទៅលួចឲ្យវិញ្ញាសាប្រឡងអញ្ចឹងណាគ្មាននៅពេលហ្នឹងគេទៅពីអ្នកកូនចៅរបស់គេតួឯប្រវយើងគាត់ចូលទៅចាក់សោអាទូដាក់វិញ្ញាសាហ្នឹងចាក់តែមួយផ្លែតបើកបានតែម្ដងហើយនៅពេលដែលបើកបានហ្នឹងស្រាប់តែគ្រូហ្នឹងបានដើរមកតួឯប្រវយើងចូលទៅក្នុងទូនឹងផ្លុចតែម្ដងហើយមានគ្រូម្នាក់គាត់កាន់អាដំបងវាយ baseball ហើយបាននិយាយគ្នាថាបើសិនជាមានអាសិស្សណាមកលួចវិញ្ញាសានៅប្រកាសជាស៊ីក្បាលមកដំបងហ្នឹងហើយគាត់និយាយចឹងធ្វើឲ្យតួឯប្រវយើងហ្នឹងមានហ៊ានលួចវិញ្ញាសាណាខ្លាចត្រូវគ្រូវាយក៏បានរត់មកផ្ទះវិញទៅហើយនៅពេលស្អែកឡើងគាត់គិតផែនការថ្មីក៏មានផែនការស្អីទៀតដែរគាត់ក៏បានយកលុយរបស់គាត់ហ្នឹងទៅឲ្យលោកគ្រូម្នាក់គ្រូហ្នឹងមានឈ្មោះថាវិតហើយគាត់បាននិយាយថាណែលោកគ្រូយកលុយនេះទៅហើយឲ្យវិញ្ញាសាប្រឡងមកឲ្យខ្ញុំមកហើយគ្រូវិតហ្នឹងក៏បាននិយាយថាទេខ្ញុំមិនហ៊ានយកទេលុយនេះច្រើនណាស់ស្រាប់តែធ្វើឲ្យតួឯប្រវយើងហ្នឹងខ្ញាល់តែម្ដងគាត់ខឹងតែម្ដងក៏បាននិយាយថាអាយយកមិនយកឡើយលោកគ្រូគាត់សម្លុតគ្រូគាត់ប៉ុន្តែនៅពេលហ្នឹងអាទឿក៏បានដើរមកតន់អាទឿបានខាត់អញ្ចឹងណាហើយនៅពេលដែលនៅរោងបាយហ្នឹងអាទឿបាននិយាយថាអើយមិនបាច់រកវិធីសាស្ត្រអីទេយ៉ាងណាសិស្សទាំងអស់គ្នាក៏ត្រូវតែប្រឡងទាំងអស់គ្នាហ្នឹងហើយប្រហែលថ្ងៃក្រោយមកក៏ដល់ថ្ងៃប្រឡងតួឯប្រវយើងគាត់ធ្វើមុខភ័យផងអីផងព្រោះថាគ្មានចេះស្អីផងហើយមកដល់ថ្ងៃប្រឡងទៀតហើយក៏ស្របពេលអាទឿហ្នឹងបានប្រាប់ថាបាយខំប្រឹងសួរខ្ញុំទេខ្ញុំមិនប្រាប់បងឯងទេហើយបន្តមកអ្នកគ្រូហ្នឹងក៏បានចែកឲ្យវិញ្ញាសាប្រឡងគ្មានទេតួឯប្រវយើងគ្មានចេះស្អីបន្តិចតែម្ដងប៉ុន្តែពេលហ្នឹងគាត់ក៏បានអត់មើលគេឆ្វេងស្ដាំប៉ុន្តែគ្មានណាគេឲ្យគាត់មើលទេរហូតដល់អ្នកគ្រូហ្នឹងបាននិយាយថាហ៊ានតែមើលគេគឺត្រូវតែធ្លាក់ស្វ័យប្រវត្តិតែម្ដងគ្មានទេពេលហ្នឹងតួឯប្រវយើងមានហ៊ានមើលគេណាគាត់ក៏បាននឹកឃើញអាវិជាពិសេសរបស់គាត់អាចចាក់រ៉ូឡែតក៏បានតម្លាក់ខ្មៅដៃរបស់គាត់ទៅឲ្យចំកន្លែងណាគឺគូគ្រីកន្លែងហ្នឹងតែម្ដងនិយាយទៅគាត់ឆ្លាតដែរអញ្ចឹងណាប៉ុន្តែដឹងត្រូវដឹងខុសទេហើយនៅពេលដែលតែងសេចក្តីហ្នឹងតួឯប្រវយើងគាត់សរសេរមានចេញណាព្រោះថាការពីគាត់នៅរៀនហ្នឹងគាត់មានខំប្រឹងរៀនទេត្រូវលោកគ្រូជេរផងឲ្យផងហៅម៉ាក់គាត់មកស្ដីឲ្យផងហើយម៉ាក់របស់គាត់ហ្នឹងណាពិតជាខ្មាស់លោកគ្រូយ៉ាងខ្លាំងដែលមានកូនចៅមិនសៀតដូចជាតួឯប្រវយើងហ្នឹងហើយនៅពេលដែលប្រឡងចប់ហើយប្រហែលថ្ងៃក្រោយមកក៏លទ្ធផលហ្នឹងបានចេញតួឯប្រវយើងបានដើរទៅថ្នមមួយមើលពីចម្ងាយណាអត់មើលឈ្មោះសាខ្លួនឯងហ្នឹងជាប់អត់ប៉ុន្តែពេលហ្នឹងគាត់សំណាងដែរក៏មានវិជាពិសេសរបស់គាត់ពីកំណើតសិស្ស122នាក់គាត់ជាប់លេខ122និយាយទៅអែមហួសតែម្ដង admin ណាក៏ធ្លាប់ជាប់លេខអញ្ចឹងដែរ
ហើយពេលនោះអាទឿនឹងបានអត់តួឯប្រវត្តិយើងយ៉ាងខ្លាំងព្រោះថាហ៊ានអត់ចេះហ៊ានអីចឹងណាព្រោះថាអាទឿនឹងសោះឆ្លាតដែរនៅក្នុងសាលាហ្នឹងហើយបន្ទាប់មកអ្នកគ្រូស្រីស្អាតហ្នឹងក៏បានប្រាប់តួឯប្រវត្តិយើងថាត្រូវតែប្រឡងសងបើមិនប្រឡងសងទេគឺធ្លាក់ស្វ័យប្រវត្តិតែម្ដងហើយអ្នកគ្រូនឹងបាននិយាយថាសិស្សឌឺអញ្ចឹងសមតែត្រូវអីគេណហើយបន្ទាប់មកតួឯប្រវត្តិយើងក៏បាននិយាយថាសមតែត្រូវផ្ទះជើងហ្នឹងអ្នកគ្រូគេនិយាយប្រាប់អ្នកគ្រូគេហើយអ្នកគ្រូនៅក្នុងថ្នាក់ហ្នឹងនាំគ្នាអស់សង្ឃឹមយ៉ាងខ្លាំងដល់ពេលដែលឃើញតួឯរបស់យើងហ្នឹងគាត់ល្ងងនៅថ្នាក់ហ្នឹងហើយក៏លេចមកមើលប៉ារបស់តួឯរបស់យើងវិញក៏មានការបារម្ភយ៉ាងខ្លាំងជាមួយនឹងតួឯរបស់យើងណាក៏ខ្លាចតួឯរបស់យើងហ្នឹងគ្មានសមត្ថភាពក្នុងការគ្រប់គ្រងហ្គេងអញ្ចឹងហើយក៏មានការព្រួយបារម្ភខ្លាំងហើយនៅពេលដែលតួឯរបស់យើងគាត់សោកសៅគាត់ពិបាកចិត្តហ្នឹងក៏មានអ្នកគ្រូពេទ្យហ្នឹងជួយនិយាយលួងលោមថាបាច់គិតអីច្រើនទេខំប្រឹងតែរៀនទៅយូរទៅវាគង់តែចេះឯងទេហើយចំណែកអាទឿហ្នឹងក៏មកជួយបរៀនតួឯរបស់យើងហ្នឹងជារៀងរាល់ថ្ងៃគាត់ខ្លាចតួឯរបស់យើងហ្នឹងធ្លាក់ថ្នាក់ហើយសាគូរៈហ្នឹងក៏មកបរៀនតួឯរបស់យើងដែរទាំង3នាក់ហ្នឹងក៏បានសន្យាគ្នាថានឹងធ្វើជាមិត្តល្អជាមួយនឹងគ្នាហ្នឹងរហូតហើយងាកមកមើលហ្គេងរបស់តួឯរបស់យើងវិញឥឡូវកំពុងតែមានគេចូលមកអុកឡុកហើយកូនចៅរបស់គាត់ហ្នឹងក៏ចង់ទៅរំខានតួឯរបស់យើងទេព្រោះថាតួឯរបស់យើងហ្នឹងគាត់កំពុងតែហ៊ានបន្ថែមហើយកំពុងតែហ៊ានបន្ថែមហ្នឹងកូនចៅរបស់គាត់ហ្នឹងក៏បានយកអា pudding ហ្នឹងមកផ្ញើតួឯរបស់យើងហើយពេលនោះកូនចៅរបស់គាត់ហ្នឹងក៏លឺអាទឿហៅតួឯរបស់យើងហ្នឹងថាជាងម៉ាស៊ីនត្រជាក់ព្រោះថាការពីតួឯរបស់យើងគាត់ចូលហ៊ានដំបងហ្នឹងគាត់ប្រាប់គេថាគាត់គឺជាជាងម៉ាស៊ីនត្រជាក់ធ្វើឲ្យកូនចៅរបស់គាត់ហ្នឹងខឹងមកយ៉ាងខ្លាំងចង់ទៅវាយអាទឿហ្នឹងប៉ុន្តែក៏ត្រូវបានតួឯរបស់យើងហ្នឹងទះមួយដៃប៉ាំងហើយនិយាយគម្រាមថាហើយកុំវាយមិត្តភក្តិអញឯដឹងនៅឯងមកកញ្ញល់ហើយនៅពេលដែលកូនចៅរបស់គាត់ហ្នឹងត្រឡប់មកដល់ហ្គេងវិញបានប្រមូលគ្នាច្រើនមែនទែនដើម្បីទៅទប់ទល់ជាមួយនឹងម៉ាហ្វៀម្ខាងទៀតប៉ុន្តែពួកគេហ្នឹងក៏បានហៅតួឯរបស់យើងទេព្រោះថាពួកកូនចៅហ្នឹងអត់ចង់រំខានតួឯរបស់យើងប្រឡងអញ្ចឹងណាហើយនៅពេលដល់ថ្ងៃប្រឡងហ្នឹងសាគូរៈហ្នឹងក៏បានឲ្យបិចមួយទៅកាន់តួឯរបស់យើងបិចនាំសំណាងបិចហ្នឹងតួឯរបស់យើងហ្នឹងសប្បាយចិត្តយ៉ាងខ្លាំងព្រោះថាគាត់លួចក្រាស់ឲ្យសាគូរៈដែរហើយអ្នកគ្រូស្រីស្អាតហ្នឹងក៏គាត់សប្បាយចិត្តដែរនៅពេលដែលឃើញតួឯរបស់យើងហ្នឹងគាត់មកប្រឡងសងតែបើតែគាត់ល្ងងបន្តិចមែនប៉ុន្តែមើលទៅគាត់ខំប្រឹងរៀនដែរយើងគួរតែសរសើរគាត់ដែរនេះគឺជាចំណុចល្អរបស់គាត់ហើយនៅពេលដែលប្រឡងសងហ្នឹងអាចចំណុចកន្លែងណាគាត់ចេះគាត់ក៏លេចទៅមើលបិចរបស់សាគូរៈទៅធ្វើឲ្យគាត់ចេះភ្លាមតែម្ដងព្រោះថានេះគឺជាកម្លាំងចិត្តចឹងណាហើយនៅពេលដែលប្រឡងចប់អស់ហើយលទ្ធផលនៃការប្រឡងក៏ចេញមកភ្លាមតែម្ដងតួឯរបស់យើងហ្នឹងគាត់ប្រឡងជាប់សឹងតែគ្រប់មុខតែម្ដងធ្វើឲ្យគាត់មានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនទែននៅពេលដែលគាត់ទទួលបានជោគជ័យមួយនៅក្នុងជីវិតរបស់គាត់ចឹងណាព្រោះថាកាលពីមុនមកគាត់មិនដែលបានប្រឡងអីទេគាត់សប្បាយចិត្តពេកគាត់ក៏បានតែប្រាប់ឲ្យកូនចៅរបស់គាត់តែអួតកូនចៅរបស់គាត់ចឹងណាប៉ុន្តែពេលហ្នឹងគ្មានអ្នកគេលើកទូរស័ព្ទសោះហើយគាត់ក៏បានឆ្ងល់យ៉ាងខ្លាំងថាប្រកាសជាមានរឿងអីហើយពេលហ្នឹងកូនចៅរបស់គាត់ក៏បាននាំគ្នាហ្នឹងមកទប់ទល់ជាមួយនឹងហ្គេមម្ខាងទៀតហើយអាមេហ្គេមម្ខាងទៀតហ្នឹងក៏បានសួរទៅកាន់កូនចៅតួឯរបស់យើងថាហើយឯណាទៅម៉ាគីអូតើម៉ាគីអូទៅណាហើយប៉ុន្តែកូនចៅរបស់គាត់អត់ខ្វល់អត់គិតអីច្រើនទេចូលទៅវាយយកតែម្ដងហើយទាំងពីរក្រុមហ្នឹងវាយគ្នាពេញនឹងតែម្ដងបាទមើលទៅពិតជាល្អមើលមែនតើនិយាយទៅជីវិតម៉ាហ្វៀយើងដឹងតែម្ដងគឺត្រូវតែយកឈាមមកជំនួសពីសម្ដីហើយប៉ុន្តែពេលនោះកូនចៅរបស់គាត់ហ្នឹងក៏វាយអត់ឈ្នះអាហ្គេមម្ខាងទៀតហ្នឹងទេធ្វើឲ្យពួកហ្នឹងវាយកូនចៅរបស់គាត់ហ្នឹងឡើងទ្រោមមកហើយស្រាប់តែពេលនោះហេរ៉ូរបស់យើងក៏បានចេញមកហើយក៏បានស្រែកថាអេពួកចង្រៃឯងឈប់វាយកូនចៅយើងភ្លាមយើងមកដល់ហើយឯងចាំយើងយូរទេឲ្យយើងសុំទោសផងដែលយើងមកយឺតគ្មានទេអត់បាន5នាទីពួកហ្នឹងតួឯរបស់យើងកំចាត់ខ្ទេចតែម្ដងវាយម្ដងមួយចូល1វាយ1ចូល2វាយ2ចូល5វាយ5មកមានអីឈ្នះតួឯរបស់យើងបើគាត់ពីលតាំងពីទូចមកហ្នឹងមកវាយគេហ្នឹងពាក់អសទៀតណាពាក់អសសាឡាទៀតហើយនៅពេលដែលវ៉ាកងហ្នឹងតួឯរបស់យើងគាត់ក៏មកវិសមកាលមកហែតាក់ហែលអីជាមួយនឹងស្រីស្អាតអញ្ចឹងណាមកទៅសិតតែស្រីស្អាតតែម្ដងថ្ងៃណាអេដមីនហ្នឹងតែហែដែរកន្លែងហ្នឹងឃើញទៅមានចំណាប់អារម្មណ៍ហ្មងតាក់ទាញឲ្យយើងចង់ហែលទឹកហ្មងកន្លែងហ្នឹងណាប៉ុន្តែវិសមកាលហ្នឹងធ្វើឲ្យតួឯរបស់យើងហ្នឹងក៏មានអារម្មណ៍ថាឈឺបេះដូងយ៉ាងខ្លាំងគាត់ដឹងមិនទេបិទភ្នែកបើកភ្នែកនឹកឃើញតែអូនស្រីរបស់គាត់ទេកញ្ញាសាគូរៈធ្វើឲ្យគាត់មានអារម្មណ៍ថានឹកសាគូរៈហ្នឹងយ៉ាងខ្លាំងហើយស្រីស្អាតកំពុងតែហែលទឹកហ្នឹងក៏បានបបួលតួឯរបស់យើងហ្នឹងទៅវាយទាំងលែននៅក្នុងបន្ទប់ទាំងអស់គ្នាតែម្ដងជាង10នាក់ទាំងអស់គ្នាហ្មងហើយតួឯរបស់យើងក៏បាននិយាយថាអូខេទៅវាយទាំងលែនដល់យើងមិនទាន់បានទៅហងឪពុករបស់គាត់ក៏បានតែមកថាមានការងារបញ្ញាប់ចឹងណានៅពេលដែលទៅដល់ឪពុករបស់គាត់ក៏បានប្រាប់ថាឲ្យរៀបចំខ្លួនឲ្យបានល្អទៅបងប្អូនរបស់គាត់ហ្នឹងមកពីក្រៅប្រទេសវិញហើយនៅពេលដែលបងប្អូនគាត់មកដល់ហ្នឹងគាត់បានចំណាយជាមួយបងប្អូនគាត់យ៉ាងខ្លាំងព្រោះថាឪពុករបស់គាត់បានទិញអាឡានសដេះឡានសដេះហ្នឹងឲ្យបងប្អូនរបស់គាត់អញ្ចឹងហើយគាត់អន់ចិត្តខ្លាំងហើយនៅពេលដែលវិសមការរបស់គាត់ហ្នឹងតួឯរបស់យើងគាត់បានមករៀនបន្ថែមព្រោះថាខ្លាចរៀនអត់ទាន់មិត្តភក្តិនៅក្នុងថ្នាក់អញ្ចឹងណាហើយនៅពេលដែលគាត់មកដល់ហ្នឹងគាត់សប្បាយចិត្តយ៉ាងខ្លាំងនៅពេលដែលដឹងថាអ្នកគ្រូស្រីស្អាតជាមួយនឹងគ្រូម្នាក់ទៀតហ្នឹងចង់បរៀនសិស្សល្ងងដោយតួឯរបស់យើងហ្នឹងឲ្យខ្លាចជាសិស្សឆ្លាតវិញតួឯរបស់យើងបានលឺអញ្ចឹងណាមានអារម្មណ៍ថាខ្សឹកខ្សួលស្រក់ទឹកភ្នែកផងទឹកសបោផងអីមិនទេព្រោះថាឃើញអ្នកគ្រូធ្វើល្អជាមួយគាត់អញ្ចឹងណាហើយនៅពេលដែលអ្នកគ្រូស្រីស្អាតកំពុងតែបរៀនហ្នឹងតួឯរបស់យើងហ្នឹងក៏តែងតែធ្វើទឹកមុខភ្លើរបស់គាត់អញដូចចង់ថាអ្នកគ្រូអញ្ចឹងណាតែអ្នកគ្រូស្អាតហ្នឹងធ្វើធម្មតាដល់ពេលបរៀនយូរទៅអ្នកគ្រូហ្នឹងក៏មានអារម្មណ៍ថាដូចជា feel in love ជាមួយនឹងតួឯរបស់យើងអញ្ចឹងមានអារម្មណ៍ថាបិទភ្នែកបើកភ្នែកនឹកឃើញតែមុខភ្លើរបស់តួឯរបស់យើងអញ្ចឹងណាហើយបន្តមកតួឯរបស់យើងហ្នឹងក៏បាននាំកូនចៅគាត់ហ្នឹងទៅអង្គុយស៊ីទឹកកកឈូសនិយាយទៅស៊ីទឹកកកឈូសដោយកូនក្មេងអញ្ចឹងហើយកំពុងតែអង្គុយហ្នឹងក៏នឹកឃើញដល់ស្រីស្អាតរបស់គាត់កញ្ញាសាគូរៈ
ធ្វើឲ្យតួឯប្រយើងណាមានអារម្មណ៍ថាចុកបេះដូងកាន់តែខ្លាំងទៅមិនទេកាន់តែនឹកនាងទៅធ្វើឲ្យគាត់ហ្នឹងហិតតែឈឺបេះដូងថែមទៀតឲ្យស្អែកបន្តមកហ្នឹងតួឯប្រយើងហ្នឹងក៏បាននាំឲ្យសិស្សទាំងអស់គ្នាហ្នឹងហាត់ប្រាណព្រោះថាគាត់ជាប្រធានថ្នាក់គាត់ព្យាយាមមកលុតដំខ្លួនគាត់ហ្នឹងឲ្យខ្លាចទៅជាមនុស្សល្អអញ្ចឹងណាហើយរាល់ថ្ងៃហ្នឹងមិនឆ្លាតប្រហែលទេប៉ុន្តែគ្រាន់ថាគ្រាន់បើជាងមុនច្រើននៅពេលដែលគាត់ដើរចូលទៅក្នុងសាលារៀនហ្នឹងគាត់ក៏បានឃើញសាគូរ៉ាហើយនាងហ្នឹងងាកមកញញឹមដាក់គាត់ទៀតធ្វើឲ្យតួឯប្រយើងហ្នឹងដើរបុកតុកបុកអីពេញណាពេញណីអស់ហើយគាត់កាន់តែអៀនទៀតនៅពេលដែលសាគូរ៉ាហ្នឹងមកអង្គុយក្បែរគាត់មកអង្គុយនិយាយលេងមួយគាត់អញ្ចឹងណាគាត់បានហុចបីទៅឲ្យសាគូរ៉ាហ្នឹងដៃឡើងញ័រទៅធ្វើដែរប៉ុន្តែនៅក្នុងចិត្តណាគាត់គិតថាអញចាប់ថោបឡើយស្អាតចឹងកាត់ថោបឡើយខូចជួយមកហើយនៅពេលដែលស្អែកឡើងហ្នឹងតួឯប្រយើងក៏បានដើរមកសាលារៀនហើយនៅពេលនោះភ្លៀងយ៉ាងខ្លាំងតែពេលហ្នឹងសាគូរ៉ាក៏បានរត់កាន់ឆាត់មួយមកហើយទទួលឲ្យតួឯប្រយើងដែរចឹងណានៅពេលហ្នឹងតួឯប្រយើងគាត់ធ្វើអីអត់ត្រូវទេមានអារម្មណ៍ថាឈឺបេះដូងផងហើយផងនិយាយទៅអ្នកទាំងអស់គ្នាដឹងហើយអារម្មណ៍ដែលនៅចិត្តក្រាស់មានអារម្មណ៍បែបណានិយាយថា feel ម្នាក់ឯងតែម្ដងនិយាយថាខួរក្បាលគិតវង្វេងវង្វាន់ម្នាក់ឯងថាស្រឡាញ់គេ love គេអញ្ចឹងហើយនៅពេលដែលមកដល់សាលាហ្នឹងអ្នកគ្រូស្អាតហ្នឹងក៏មានល្បែងលេងមួយល្បែងដែលជាគូចូលទៅក្នុងព្រៃហ្នឹងហើយមានអ្នកធ្វើខ្មោចប្រឡាចអីចឹងទៅសាគូរ៉ាហ្នឹងចាប់បានលេខ7ហើយតួឯប្រយើងវិញណាគាត់សំណាងមែនតើគាត់ចាប់បានលេខ7ដែរមានណាបានដើរគូជាមួយនឹងសាគូរ៉ាហ្នឹងយ៉ាងផ្អែមល្ហែមតែម្ដងប៉ុន្តែគ្មានទេតួឯប្រយើងខ្លាចខ្មោចដល់កមិនដែលឃើញយ៉ាកូសាមកណាខ្លាចខ្មោចថ្នាក់ហ្នឹងឯងភ័យរៀកនោមផងឯងផងគាត់តែគេតម្លាក់ស្អីគេមកពីលើហ្នឹងតួឯប្រយើងបានស្រែកថាវាយស្រែកស្ទើរតែលុះព្រលឹងតែម្ដងហើយដល់ពេលនោះសាគូរ៉ាហ្នឹងក៏បានចាប់ដៃគាត់ធ្វើឲ្យតួឯប្រយើងណាមានអារម្មណ៍ថាក្លាហានតែម្ដងគ្មានទេគ្រូដែលប្រឡងខ្លួនធ្វើជាខ្មោចហ្នឹងតួឯប្រយើងវាយអល់តែម្ដងចូលមកមួយវាយមួយចូលមកមួយវាយមួយឯប្រឡងធ្វើខ្មោចឯប្រឡងធ្វើខ្មោចឯនិយាយទៅវាយថ្នាក់គ្រូហ្នឹងឡើងខ្លាចតួឯប្រយើងតែម្ដងហើយពួកគេទាំងពីរនាក់ហ្នឹងក៏បានដើរមកដល់គោលដៅគេបានមកកត់ឈ្មោះកត់អីចឹងណាថាពួកគេទាំងពីរនាក់ហ្នឹងបានដើរមកដល់គោលដៅហើយនៅពេលនោះដែរសាគូរ៉ាហ្នឹងក៏បានល្អិលជើងដួលមិនទេតួឯប្រយើងក៏បានទៅត្រនាងហើយទាំងពីរនាក់ហ្នឹងក៏បានមើលភ្នែកគ្នានឹងគ្នាចឹងណាអង់គ្លេសគេហៅថា eye contact ប៉ុន្តែពេលហ្នឹងតួឯប្រយើងមានហ៊ានថើបគេណាក៏បានដាក់មេប្រុចតែម្ដងក៏មានអារម្មណ៍ថាដូចខ្លាចគេមិនអីមិនដឹងទេបើសិនជា admin BL វិញហ៎ដឹងតែរត់ដែរហើយបើមិនរត់ទេគេប្តឹងងាប់ព្រោះសម័យឥឡូវអត់បានទេខាងគ្នាយើងប្រុសៗហ្នឹងគឺចាំតែខុសតែម្ដងអូខេ My Boss My Hero ភាគ2ក៏ត្រូវបានបញ្ចប់ហើយយើងនៅសល់3ភាគទៀតដែលត្រូវបញ្ចប់រឿងហ្នឹងណាបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូរបស់ខ្ញុំកុំភ្លេចជួយចុច like ហើយនិង share ម្នាក់មួយផងណាអូខេពេលនេះខ្ញុំបាទ BL សង្ខេបរឿងសូមជម្រាបលាបាយបាយសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមកជួបជាមួយនឹងខ្ញុំបាទ BL ម្ដងទៀតហើយបាទហើយថ្ងៃនេះយើងមកតភាគ My Boss My Hero ដែលជាភាគ3គឺជាភាគតរបស់យើងអូខេកុំឲ្យខាត់ពេលយូរយើងចូលទស្សនាទាំងអស់គ្នាតែម្ដងទៅផ្ដើមតែរឿងភាគ3ហ្នឹងអ្នកគ្រូស្រីស្អាតហ្នឹងក៏បានទៅកាន់កូនចៅតួឯប្ររបស់យើងថាតួឯប្ររបស់យើងហ្នឹងបានបាត់ខ្លួនអញ្ចឹងណានៅពេលដែលទៅលេងអាកម្មវិធីខ្មោចលងយូរមិញអាកម្មវិធីគាត់បានដើរគូស្នេហ៍ជាមួយនឹងសាគូរ៉ាប្រាប់កូនចៅគាត់ថាបាត់ខ្លួនហើយពេលនោះកូនចៅរបស់គាត់ក៏បានភ័យហើយឆ្ងល់យ៉ាងខ្លាំងថាសមត្ថភាពប៉ុនតួឯប្ររបស់យើងហើយមានអ្នកគេធ្វើអីគាត់បានពេលនោះកូនចៅរបស់គាត់នាំគ្នារកពេញទីក្រុងតែម្ដងប៉ុន្តែអត់ឃើញតួឯប្ររបស់យើងទេស្រាប់ត្រចុះរឡើងមានណាតែដេកមួយគោកូនចៅរបស់គាត់ជាមួយអាទឿអីហ្នឹងក៏នាំគ្នាទៅដាស់គាត់លបងងើបលបងតួឯប្ររបស់យើងក៏បានស្ទុះមកអំមីមើលឥឡូវពេញហ្នឹងហើយសួរទៅកាន់គេថាសាគូរ៉ានេះទៅណាបាត់ហើយពេលនោះអាទឿក៏បានប្រាប់ថាសាគូរ៉ាស្អីយំមិញបងឯងរត់ចោលគេឥឡូវគេខឹងហើយគេទៅផ្ទះបាត់ហើយនៅពេលដែលមកដល់សាលារៀនហ្នឹងអាទឿក៏បានសួរទៅកាន់តួឯប្ររបស់យើងថាចុះហេតុអីយំមិញបងឯងរត់ចោលគេពេលនោះតួឯប្ររបស់យើងមានហ៊ានឆ្លើយណាមានហ៊ានប្រាប់អាទឿណាធ្វើគាត់ហ៊ានប្រាប់ព្រោះប្រាប់ទៅខ្មាស់គេព្រោះថាគេឲ្យថើបអត់ហ៊ានថើបមានអីឥឡូវគេខឹងបាត់ប្រាប់ទៀតឲ្យថើបទៅមិនជឿទេតែអត់ថើបគេខឹងអញ្ចឹងបើអេដមីនវិញថើបបាត់ហើយចាំឲ្យម៉ែដោះស្រាយតាមក្រោយហើយនៅពេលដែលថ្ងៃស្អែកបន្តមកទៀតហ្នឹងតួឯប្ររបស់យើងក៏បានមកសាលារៀនប៉ុន្តែពេលនេះមុននឹងចូលថ្នាក់រៀនក៏បានធៀមអារម្មណ៍ធៀមកាយរបស់គាត់ដើម្បីនិយាយជាមួយនឹងសាគូរ៉ាពេលនោះសាគូរ៉ាកំពុងតែសើចសប្បាយជាមួយនឹងមិត្តភក្តិគេអញ្ចឹងណាស្អាតតួឯប្ររបស់យើងចូលទៅមានណាគេតម្លាក់ទឹកមុខឲ្យដើរចេញបាត់ហើយពេលនោះមិត្តភក្តិនៅក្នុងសាលារៀនហ្នឹងក៏បានសើចទៅកាន់តួឯប្ររបស់យើងថាមានប្រពន្ធណាណៃខ្លាចខ្មោចខ្លាចអីអញ្ចឹងណាអាហ្នឹងអត់ដឹងថាគាត់នឹងជាមេយ៉ាគូសាផងបើដឹងថាមេយ៉ាគូសាទៀតហត់ទៅសើចជាងហ្នឹងទៀតហើយនៅក្នុងថ្ងៃហ្នឹងដែរអ្នកគ្រូស្រីស្អាតហ្នឹងក៏បានប្រកាសទៅកាន់សិស្សទាំងអស់គ្នាថាប្រហែលថ្ងៃក្រោយនឹងមានការប្រជុំជាមួយអាណាព្យាបាលសិស្សអញ្ចឹងណាស្រាប់តែពេលនោះតួឯប្ររបស់យើងបានធ្វើទឹកមុខភ័យយ៉ាងខ្លាំងព្រោះគាត់គិតថាបើសិនជាឪពុកគាត់មកសាលាហ្នឹងនឹងអាលាយតែម្ដងគាត់គិតថាពុកគាត់មកវាយកំទេចសាលាហ្នឹងមកធ្វើបាបសិស្សនៅក្នុងសាលាហ្នឹងអញ្ចឹងណាមើលទៅការសម័យរបស់គាត់ទៅដឹងហើយនិយាយទៅគ្មានដែរគិតឪហ្នឹងនៅក្នុងផ្លូវល្អទេហើយបន្តមកគាត់ក៏បានរៀបចំផែនការជាមួយនឹងកូនចៅគាត់ហ្នឹងឲ្យកូនចៅរបស់គាត់ហ្នឹងប្រឡំខ្លួនធ្វើជាឪពុកគាត់ហើយលាក់រឿងហ្នឹងជាការសម្ងាត់អត់ឲ្យប៉ាគាត់ដឹងទេហើយជារៀងរាល់ថ្ងៃហ្នឹងតួឯប្ររបស់យើងតែងតែលួចសម្លឹងទៅមើលសាគូរ៉ាគឺថាចង់និយាយមួយគេអញ្ចឹងតែអត់ហ៊ានទេព្រោះថាដឹងថានាងខឹងពេលដែលគេដើរកាត់អីវ៉ាន់ណាគាត់នឹងមានអារម្មណ៍ថាដូចជាក្តុកក្ដួលដូចជាមិនទេអាកៅទៅកាន់នឹងដៃហ្នឹងក៏ឡកតិចតិចហើយបន្តមកគាត់ក៏សម្រេចចិត្តទៅសុំទោសនាងអញ្ចឹងណាតែសាគូរ៉ាហ្នឹងបែរជានិយាយថាបានហើយខ្ញុំស្អប់មុខលោកណាខ្ញុំមិនចង់ជួបមុខលោកទេគ្មានទេពេលហ្នឹងតួឯប្ររបស់យើងប្រូខែនហាតហ្មងពិបាកចិត្តហ្មងលើពេលហ្នឹងហើយ
ចង់ទៅហោះទៅឆ្ងាយចេញពីផែនដីហ្នឹងមែនតាប៉ុន្តែវាត្រូវហើយខ្លួនយើងមួយហ្នឹងខូចអស់ប្រុសមកពិភពលោកអស់ហើយមកតួឯងតំណប់ហើយពេលដែរគាត់ត្រឡប់មកផ្ទះហ្នឹងបងប្រុសគាត់ហ្នឹងនិយាយស្អីទេលក្ខណៈថាអត់ចូលទៅជាអញ្ចឹងបានរកវាយបងគាត់ទៀតហើយដល់ពេលនោះប៉ាគាត់ក៏បានមកគាត់ទៀតហើយរកវាយទាំងប៉ាគាត់ទៀតពងតែបបាក់ចិត្តរឿងស្អីខឹងនេះផងមកញ៉ៃញ៉ៃវាយឈុយម៉ាយឡើយឯងហើយស្អែកឡើងហ្នឹងគាត់មកសាលារៀនអ្នកគ្រូក៏បានឲ្យសិស្សទាំងអស់គ្នាធ្វើលំហាត់ប្រាណអញ្ចឹងណាប៉ុន្តែតួឯងប្រាប់ឲ្យយើងអង្គុយធ្វើមិនដឹងអ្នកគ្រូក៏បាននិយាយថាឲ្យគាត់ហ្នឹងលើកដៃលើកជើងខ្លះទៅឲ្យហាត់ប្រាណគេខ្លះទៅអញ្ចឹងណាហើយតួឯងប្រាប់ឲ្យយើងគាត់ខឹងហើយនិយាយថាកុំញ៉ៃញ៉ៃទៅឆ្ងាយពងសែតគាត់ពងសែតហើយបន្តមកអ្នកគ្រូសានក៏បានសួរទៅកាន់គាត់ថាកាត់អីហេតុអីបានចង្អៃនឹងធ្វើមុខសែតអីចឹងណាប៉ុន្តែតួឯងប្រាប់ឲ្យយើងក៏គ្មានតបអីទេក៏បានធ្វើទឹកមុខភ្លើរបស់គាត់ទៅកាន់អ្នកគ្រូនឹងទៀតហើយនៅពេលដែលនៅក្នុងថ្នាក់ហ្នឹងក៏បានបោកសភៅបោកក្តារពេញណាពេញណីអស់ហើយធ្វើឲ្យសិស្សនៅក្នុងហ្នឹងមានអារម្មណ៍ថាខ្លាចគាត់ខ្លាំងមែនតើប៉ុន្តែដល់មានអាវ៉ាន់តាមួយទៀតបាននិយាយទៅកាន់តួឯងប្រាប់ឲ្យយើងថាឲ្យចេះស្ងាត់ស្ងៀមវិញទៅកុំមកលោឡាពេកធ្វើឲ្យគេបែរអារម្មណ៍នៅក្នុងការអានសភៅអីចឹងណាស្រាប់តែពេលនោះតួឯងប្រាប់ឲ្យយើងក៏បានងើបមកក្រោះតែម្ដងថាចង់រកវាយអាវ៉ាន់តាហ្នឹងចឹងណាប៉ុន្តែបានអាបងធំនៅក្នុងសាលាមកជួយគាត់ហើយអាបងធំក៏បាននិយាយថាកុំខឹងចាំយើងនាំឯងទៅមើលពិភពលោកងងឹតខាងក្រៅថាវាសប្បាយប៉ុណ្ណាហើយពិភពលោកងងឹតទី1របស់គេហ្នឹងគឺទៅលេងហ្គេមហើយទី2ហ្នឹងទៅទិញការ៉េមកហើយអង្គុយស៊ីការ៉េនៅមុខហាងគេហ្នឹងហើយទី3រៀបចំផែនការដើម្បីលួចអាសភៅអាហារភាគហ្នឹងយកមកមើលហើយទី4ទៅអង្គុយមើលស្រីសាលាផ្សេងហ្នឹងស្លៀកខ្លីហើយពេលនោះតួឯងប្រាប់ឲ្យយើងបានឆ្ងល់យ៉ាងខ្លាំងគាត់គេក្នុងចិត្តថាអូហ្នឹងហ៎ពិភពលោកងងឹតរបស់ឯងហ្នឹងវ៉ាតណៅបន្តមកតួឯងប្រាប់ឲ្យយើងក៏បានចាត់ចែងឈុតធំឲ្យពួកអាដៃហ្នឹងហ្មងគ្មានទេពេលហ្នឹងគាត់យកស្រីស្អាតមកឲ្យអង្គុយក្បែរមើលទៅបឹមតែម្ដងជប៉ុនណាល្បីណាពួកអាដៃក្មេងៗហ្នឹងសប្បាយចិត្តដល់កនៅពេលដែលបានស្រីស្អាតមកអង្គុយក្បែរហើយនៅពេលដែលកំពុងតែអង្គុយសប្បាយហ្នឹងក៏មានអាក្មេងស្ទាវសាលាមួយទៀតមករករឿងប៉ុន្តែតួឯងប្រាប់ឲ្យយើងក៏បាននិយាយថាមិនអីទេអង្គុយសប្បាយចុះចាខ្ញុំចាត់ការឲ្យគាត់ធ្វើដូចសុភាពអញ្ចឹងណាចាខ្ញុំចាត់ការឲ្យតួឯងប្រាប់ឲ្យយើងក៏បាននិយាយទៅកាន់ពួកអាជើងការហ្នឹងថាចេញទៅពួកដែងថ្មិញខ្លាចជាម្សៅអស់ឥឡូវចេញទៅលឿនទៀតប៉ុន្តែពួកហ្នឹងអត់ស្ដាប់មានណាតួឯងប្រាប់ឲ្យយើងអុកក្បាលមួយពងហើយយកពួកដៃហ្នឹងទៅក្រៅអស់លីងដើម្បីទៅវាយគ្នានៅក្រៅអញ្ចឹងណាហើយងាកមកមើលកូនចៅរបស់គាត់វិញគេពងតែលោសម្លៀកបំពាក់បន្លំខ្លួនធ្វើជាឪពុកតួឯងប្រាប់ឲ្យយើងអញ្ចឹងណាលោចុះឡើងប៉ុន្តែគ្មានទេពេលនោះឪពុកគាត់បានដឹងរឿងដឹងថាមានការប្រជុំអាណាព្យាបាលអញ្ចឹងណាហើយតួឯងប្រាប់ឲ្យយើងគាត់បានទៅរៀន3ថ្ងៃហើយធ្វើឲ្យអ្នកគ្រូស្រីស្អាតជាមួយនឹងសិស្សនៅក្នុងសាលាហ្នឹងមានការព្រួយបារម្ភយ៉ាងខ្លាំងថាបាត់តួឯងប្រាប់ឲ្យយើងទៅណាអញ្ចឹងណាហើយបន្តមកអាទឿនក៏បានទៅតាមឲ្យតួឯងប្រាប់ឲ្យយើងថាឲ្យមករៀនវិញទៅសិស្សជាមួយគ្រូនៅក្នុងថ្នាក់ហ្នឹងនឹកតួឯងប្រាប់ឲ្យយើងខ្លាំងប៉ុន្តែតួឯងប្រាប់ឲ្យយើងក៏បាននិយាយថាបានណាអាទឿគ្មានអ្នកគេនឹកខ្ញុំទេខ្ញុំជាមនុស្សអបិយនៅក្នុងថ្នាក់ហ្នឹងហើយបន្តមកក៏មានស្រីស្អាត3នាក់ទៀតមកតាមឲ្យតួឯងប្រាប់ឲ្យយើងហើយពួកគេហ្នឹងក៏បាននិយាយថាបើសិនជាបងស្រឡាញ់សាគូរ៉ាហេតុអីមិនតាមលួងនាងមនុស្សស្រីចូលចិត្តឲ្យមនុស្សប្រុសហ្នឹងតាមលួងលងគាត់ពេលនោះតួឯងប្រាប់ឲ្យយើងភ្ញាក់ខ្លួនព្រឺតតែម្ដងគាត់នឹកស្មានដល់ព្រោះថាគាត់មិនដែលលួងលោមវល់ណាគេផងហើយនៅពេលដែលគាត់ត្រឡប់មកផ្ទះវិញក៏បានដឹងដំណឹងថាឪពុករបស់គាត់ហ្នឹងបានដឹងរឿងនៅសាលាហើយបានបុកពោះយ៉ាងខ្លាំងនៅពេលដែលដឹងថាឪពុករបស់គាត់ហ្នឹងកំពុងតែធ្វើដំណើរទៅសាលាអញ្ចឹងណាគ្មានន័យតួឯងប្រាប់ឲ្យយើងបានទៅប្រូចតែម្ដងហើយនៅពេលដែលឪពុកគាត់បានមកដល់សាលាហ្នឹងក៏បាននិយាយសុំទោសទៅកាន់អ្នកគ្រូស្រីស្អាតហ្នឹងថាឲ្យសុំទោសផងដែលកូនគាត់ហ្នឹងបានមករៀនពី3ថ្ងៃអញ្ចឹងណាហើយក៏បានប្រាប់ទៅកាន់អ្នកគ្រូស្រីស្អាតហ្នឹងថាកូនគាត់ជាក្មេងឆ្លាតឆ្លាតអេដមីនឆ្លាតម៉ាត់នេះចង់អួលបាយហើយពេលនោះតួឯងប្រាប់ឲ្យយើងក៏បានបើកទ្វារមកវឹងតែម្ដងក៏ខ្លាចឲ្យគាត់មកកំទេចសាលានឹងចោលឪពុករបស់គាត់បានអោនក្បាលគោរពអ្នកគ្រូទៀតថាសូមផ្ដាំផ្ញើតួឯងប្រាប់ឲ្យយើងអញ្ចឹងណាតាមពិតទៅយ៉ាគូសាមិនដែលអោនក្បាលឲ្យអ្នកគេទេប៉ុន្តែឪពុករបស់គាត់ហ្នឹងក៏បានអោនក្បាលគោរពអ្នកគ្រូហ្នឹងនេះបញ្ជាក់ឲ្យឃើញថាគាត់មានទឹកចិត្តស្រឡាញ់កូនចង់ឲ្យកូនល្អកុំឲ្យកូនល្ងងទៅគាត់ហ៊ានធ្វើដល់ថ្នាក់ហ្នឹងនិយាយទៅឪពុកម្ដាយម្នាក់ណាក៏គាត់ស្រឡាញ់កូនដែរអញ្ចឹងហើយយើងជាកូនយើងគួរតែស្ដាប់ដំបូន្មានរបស់គាត់គឺល្អតែម្ដងហើយនៅពេលហ្នឹងសិស្សនៅក្នុងថ្នាក់របស់គាត់ហ្នឹងជាមួយនឹងអ្នកគ្រូស្រីស្អាតហ្នឹងពួកគេសប្បាយចិត្តយ៉ាងខ្លាំងនៅពេលដែលឃើញតួឯងប្រាប់ឲ្យយើងហ្នឹងបានមករៀនវិញជាមួយអាវ៉ាន់តាអីហ្នឹងក៏សប្បាយចិត្តដែរត្បិតតែធ្លាប់ប្រកែកគ្នាបន្តិចបន្តួចមែនប៉ុន្តែគេនៅតែសប្បាយចិត្តនៅពេលដែលឃើញតួឯងប្រាប់ឲ្យយើងហ្នឹងអត់បោះបង់ចោលការសិក្សាហើយពួកគេទាំងអស់គ្នាហ្នឹងបានស្នើសុំទៅកាន់តួឯងប្រាប់ឲ្យយើងហ្នឹងឲ្យគាត់ខំប្រឹងរៀនកុំឲ្យឈប់ទៀតអញ្ចឹងណាហើយនៅពេលដែលគាត់ដើរមកថ្នាក់រៀនរបស់គាត់ហ្នឹងក៏មានអារម្មណ៍ថាគាត់ស្រឡាញ់បន្ទប់លេខ3ហ្នឹងខ្លាំងមែនទែនអាបន្ទប់រៀនរបស់គាត់ហ្នឹងក៏បានលូកដៃទៅចាប់អាផ្លាកបន្ទប់ហ្នឹងប៉ុន្តែមានចាប់តិចណាលេងបាក់ផុសតែម្ដងគ្មានទេមករៀនថ្ងៃដំបូងមកផ្លាញ់សាលាហ្មងនិយាយទៅគាត់ធ្វើតួនាទីជាប្រធានថ្នាក់ហ្នឹងបានល្អមែនទែនត្បិតតែគាត់មិនឆ្លាតមែនប៉ុន្តែគាត់អាសាព្យាយាមការងារមកនៅក្នុងសាលាហ្នឹងគាត់ធ្វើខ្ទេចខ្ទីហើយនៅថ្ងៃមួយគ្រូប្រចាំថ្នាក់ទាំងអស់គ្នាហ្នឹងក៏បានឲ្យប្រធានថ្នាក់ទាំង5នាក់ហ្នឹងមកធ្វើការងារសាលាមកសល់មកគេភ័យអញ្ចឹងណាតែតួឯងប្រាប់ឲ្យយើងគាត់មិនចេះកាន់នយោហ្នឹងណាគ្មានទេបាយអាទឹកហ្នឹងសាច់ពេញហ្នឹងតែម្ដងសើមខ្ទេចហើយពេលនោះសាកូរ៉ាហ្នឹងក៏បានមកជួយតួឯងប្រាប់ឲ្យយើងហ្នឹងកាន់នយោធ្វើឲ្យតួឯងប្រាប់ឲ្យយើងមានអារម្មណ៍ថា
ก็ดกกระดูมองในไปได้เนื่องบัดข้างก้อนจังนะหามันแพะก้อนมาแน่เต้ต้องกลับมาช่วยกันในโยดังได้ยังเต้บ่ซันจะยังเมนการสามัคคีก็ไว้ก็ยังอาจเพิ่มบ้านได้แต่ยังใจสลันแค่นี้หาไปได้สายแล้วนะเตื้อกับบ้านนอนตัวไอ้เผาใบยังนั่งมองก้อยซีตะก้อยชูหาไปนู้นมีนใส่สะอาดมันเนี้ยมาส่งอีเมลរបស់ตัวไอ้เผาใบยังไอ้ซากุระนั่งกับบ้านมาส่งได้เอาปีมุ้ยโจบุญแผ่แม่ติดมาส่งอีเมลตัวไอ้เผาใบยังนั่งตัวตัวไอ้เผาใบยังแม่ร้อนท่าได้เหียงเวอร์ไม่ใช่ปวดท้ายมีนใส่สะอาดจะฉอนขึ้นมาจ้องง่ายก่อนเหรอหามาสุดตัวกลายมาเอาพวกบอกก้อนกับบ้านเตะหาก้อนจะเป็นยับดำใบมาประจมมาขนมแกงเอาพวกบอกก้อนกับบ้านใหญ่ตะการต่างออกนี่นั่งท่าจอบปิดไงนี่ต่อตื้อบ่สนจิมีนกรมนาจ้องมาปะปอลหรือเชียนเปลี่ยนตักใดរបស់យើងពួកយើងត្រូវតែកំចាត់ពួកវាចោលហើយពុករបស់គាត់ក៏បានដាក់ទូនីតិហ្នឹងតើកូនចៅគាត់ម្នាក់ទៀតជាអ្នកចាត់ការហើយពេលនោះតួឯងរបស់យើងគាត់អន់ចិត្តយ៉ាងខ្លាំងនៅពេលដែលឪពុករបស់គាត់ហ្នឹងអត់ឲ្យគាត់ទៅវាយគ្នាអញ្ចឹងណាប៉ុន្តែឪពុករបស់គាត់ហ្នឹងចង់ឲ្យតួឯងរបស់យើងហ្នឹង focus ជាមួយនឹងការរៀនសូត្រអត់តន់ចង់ឲ្យធ្វើការនៅក្នុងហ្គេមហ្មងទេហើយស្អែកឡើងគាត់ក៏បានមករៀនដោយធម្មតាគាត់ក៏បានក្រេកទៅឃើញអាណាគេទេដែលរៀនស្គមដូចជាកូនចៅរបស់គាត់តែគាត់ទៅកេះខ្វាច់កូនចៅរបស់គាត់ថាចាក់អេលបងឲ្យតួឯងរបស់យើងក៏បានសួរថាហើយមិនដឹងទៅអីកូនចៅរបស់គាត់ហ្នឹងក៏បានឆ្លើយថាខ្ញុំចង់មកការពីលបងហ្នឹងណាហើយពេលនោះកូនចៅរបស់គាត់ហ្នឹងក៏បានលួចអាផុតឌីងដែលគេលក់ហ្នឹងយកមកឲ្យតួឯងរបស់យើងទាំងអស់តែម្ដងហើយគេក៏បាននិយាយថាមិនដែរលបងពេញចិត្តទេខ្ញុំលួចមកអស់ហើយពេលនោះតួឯងរបស់យើងក៏បាននិយាយថាពេញចិត្តតាពេញចិត្តឲ្យឯងស្អីហើយលួចអញ្ចឹងចុះអ្នកផ្សេងគេបានឲ្យហូបអូឥឡូវគេចាប់ផ្ដើមសំត្រូវវិញហីគេលេងប្រើវិធីសាស្ត្រហោះឆ្លងអាគារដោយកាមុនទៀតហីហើយចំណែកឯអ្នកគ្រូស្រីស្អាតហ្នឹងក៏បានគូបេះដូងដាក់សភៅឲ្យតួឯងរបស់យើងធ្វើឲ្យគ្រូផ្សេងទៀតហ្នឹងដឹងថាអ្នកគ្រូហ្នឹងលួចក្រាស់ឲ្យតួឯងរបស់យើងហើយនៅពេលដែលស្អែកឡើងមានដំណឹងអាក្រក់មួយប្រកាសនៅក្នុងសាលាលោកគ្រូនាយកបានប្រកាសថាប្រកាសសិស្សទាំងអស់គ្នាលោកគ្រូសូមផ្អាកលក់ផុតឌីងមួយថ្ងៃព្រោះថាអ្នកដឹកជញ្ជូនផុតឌីងត្រូវបានបាត់ខ្លួនដោយមិនដឹងមូលហេតុស្រាប់តែសិស្សនៅក្នុងសាលាទាំងអស់ដូចជាមានអារម្មណ៍ថាបាត់បង់អ្វីៗគ្រប់យ៉ាងនៅក្នុងខ្លួនអញ្ចឹងនិយាយទៅតំណាប់ដល់កហ្មងហើយសិស្សទាំងអស់គ្នាក៏បានមកសួរអាតាមួយលក់ផុតឌីងហ្នឹងថាហេតុអីលក់ផុតឌីងទៀតអញ្ចឹងណាអាប៉ែហ្នឹងក៏បានប្រាប់ថាអូខ្ញុំមិនដឹងទេមកពីអ្នកដឹកជញ្ជូនហ្នឹងមិនបានដឹកជញ្ជូនឲ្យខ្ញុំអញ្ចឹងហើយខ្ញុំមានផុតឌីងណាលក់កុំវាយខ្ញុំអីណាហើយពី3ថ្ងៃក្រោយមកសិស្សនៅក្នុងសាលាហ្នឹងដូចចាប់ផ្ដើមអស់កម្លាំងហេវហត់មិនទេអត់មានអាផុតឌីងហ្នឹងហូបហើយកន្លែងខ្លះទៅដូចជាកន្លែងធ្វើសង្គ្រាមអញ្ចឹងវាយគ្នាពេញណាពេញណីតែម្ដងធ្វើដូចមនុស្សគ្មានវិញ្ញាណអញ្ចឹងនិយាយទៅហត់ហ្មងរឿងនេះអាកន្លែងខ្លះតណៅទៅអាកន្លែងខ្លះរៀងល្អមើលល្អទៅហើយអាកន្លែងខ្លះទៀតសើចចុកពោះសើចម្នាក់ឯងដែរហើយចំណែកតួឯងរបស់យើងវិញគាត់កំពុងតែរៀនវិជ្ជាធ្វើម្ហូបហើយគាត់អត់រៀនឥឡូវមិនទេគាត់មានអាផុតឌីងនឹងហូបតើអោនទៅនិយាយជាមួយត្រីជាមួយអីណាហើយពេលនោះគាត់ក៏បានទិញកបិតមួយមកហើយអ្នកទាំងអស់គ្នាចាប់ផ្ដើមភ័យមែនតើស្មានគាត់ជួបគ្រឿងញៀនបែកតែប៉ិតមានណាគាត់បោះអាបន្លែឡើងលើគាត់យកកបិតនឹងចិត្តជួយដល់ពេលអាបន្លែនឹងធ្លាក់មកមានណាមកឡើងលយតែម្ដងធ្វើឲ្យមិត្តភក្តិគេប្រហែលអ្នកហ្នឹងណានៅគ្នាផ្ទះដៃសរសើរតួឯងរបស់យើងអញ្ចឹងថាគាត់ប្រកែធ្វើម្ហូបធ្វើអីអញ្ចឹងណាតួឯងរបស់យើងគាត់រំភើបខ្លាំងហ្មងនៅពេលដែលមានស្រីស្អាតច្រើនមកសរសើរគាត់គ្មានទេអារម្មណ៍រំភើបធ្លុះដល់លេខ31ហ្មងហើយបន្តមកពួកអាបងធំនៅសាលាផ្សេងទៀតហ្នឹងក៏បានមកសោកសឹកតួឯងរបស់យើងប៉ុន្តែដងនេះមិនមកតែគ្នាវាទេវាហៅបងធំវាម្នាក់ទៀតមកហើយបានចាំមិត្តភក្តិរបស់តួឯងរបស់យើងហ្នឹងទៅវាយធ្វើបាបពេញណាពេញណីតែម្ដងចាប់ទាំងប្រុសទាំងស្រីទៀតហើយស្វិតកូនចៅតួឯងរបស់យើងហ្នឹងក៏បានឃើញហើយតែប្រាប់ព្រឹងហ្នឹងទៅកាន់តួឯងរបស់យើងគ្មានទេគាត់បានប្រាប់កូនចៅរបស់គាត់ហ្នឹងឲ្យរៀបចំផែនការដើម្បីកម្ចាត់ពួកហ្នឹងអញ្ចឹងណាគ្នាយើងទាំងអស់គ្នាទាយមើលថាពេលហ្នឹងតួឯងរបស់យើងគាត់ធ្វើមិនគ្មានទេគាត់ប្រឡំខ្លួនធ្វើអា Mask Rider សំចុយមកហើយក៏បានលោតមកដោយរឿងមនុស្សយន្តមែនតើអញ្ចឹងហើយបានសេតកាន់ពួកបងធំហ្នឹងថាពួកដែងឯងមិនឃើញ Mask Rider មកឯងឆាប់បលែងក្មេងៗភ្លាមពេលហ្នឹងតួឯងរបស់យើងបានចូលទៅវាយពួកដែងហ្នឹងឲ្យរៀបតែម្ដងគ្មានបានតដៃរួចទេព្រោះថាពួកបងធំហ្នឹងសេរីក្មេងៗដែរអញ្ចឹងណាមកលេងជាមួយតួឯងរបស់យើងមិនកើតគាត់សេរីចាស់សេរីមេអីពេលហ្នឹងមិត្តភក្តិរបស់គេហ្នឹងបានហួយយ៉ាងខ្លាំង Mask Rider អរគុណ Mask Rider ដែលបានជួយហើយនៅពេលដែលគាត់ហេតុទៅវិញហ្នឹងគាត់ក៏បានប្រាប់អាស្វិតហ្នឹងបាញ់ផ្សាយឲ្យហុយពេញហ្នឹងតែម្ដងធ្វើដូចជារឿងមនុស្សយន្តមែនតើអញ្ចឹងនិយាយទៅគាត់ប្រកាសរហូតនឹកឃើញមកអារឿងឈួតហ្នឹងគឺគាត់ប្រកាសមកហើយនៅពេលដែលស្អែកឡើងហ្នឹងនៅក្នុងសាលាក៏បានប្រកាសថាសិស្សទាំងអស់គ្នាចាប់ពីថ្ងៃនេះទៅយើងមានផុតឌីងលក់វិញហើយណាសិស្សទាំងអស់គ្នាហ្នឹងសប្បាយចិត្តខ្លាំងមែនតើអាខ្លះក៏ឈប់វាយគ្នាទៅអាខ្លះក៏ដើរលេងលងទឹកភ្នែកដោយមានអាផុតឌីងហ្នឹងលក់វិញអើយអត់យល់ហ្មងហើយលោករយួនក៏បានប្រកាសថែមទៀតថានឹងមានកម្មវិធីរត់ប្រណាំងអញ្ចឹងណាហើយនៅក្នុងមួយបន្ទប់យក5នាក់នៅក្នុងបន្ទប់ណាយកទងបានមុននឹងទទួលបានជ័យជំនះហើយនឹងបានអាផុតឌីងហ្នឹងហូបហ្វ្រីពេញមួយថ្នាក់តែម្ដងតួឯងរបស់យើងបានប្រមូលគ្នាគាត់ហ្នឹងឲ្យតែប្រកួតមួយគ្នាប៉ុន្តែគ្មានអ្នកគេតែប្រកួតជាមួយទេមានអាសាករៈម្នាក់ទេដែលទៅជាមួយនៅក្នុងមួយបន្ទប់ហ្នឹងគេមក5នាក់គ្រប់គ្នាតែម្ដងអត់តែតួឯងរបស់យើងគាត់មកតែ2នាក់សាករៈហើយពេលនោះក៏មានអាទឿហើយនឹងអាអ្នកលេងមកប្រកប5នាក់ធ្វើឲ្យតួឯងរបស់យើងហ្នឹងគាត់សប្បាយចិត្តយ៉ាងខ្លាំងហើយមានមិត្តភក្តិគាត់ជាច្រើនអ្នកទៀតដែលមកឲ្យកម្លាំងចិត្តអញ្ចឹងណាមានទេពេលហ្នឹងគេរត់ប្រណាំងគ្នាល្អមើលមែនតើប្រើក្បាច់អីក៏ដោយឲ្យតែឈ្នះឲ្យតែយកអាតុងនឹងបានមុនរត់តាមផ្លូវអាខ្លះវាយគ្នាផងតណាតណែងហើយសំខាន់ឲ្យតែបានតុងនឹងហើយអាខ្លះទៀតដាក់ខ្សែរត់ចុះដោយពួកប៉ូលីសខ្លះហោះអញ្ចឹង
ตัวพอเยอะวันเคยยังก็รถแต่รถทันเด็ดก็คลาตอนบ่อนั่งเหรอบ่ท่าบ่อนั่งเล่นกับใบสาววิ่งไอ้เป็นนู้ตัวพอเยอะกับบ้านรถแต่ดอนมนมันตายตอนดอกไหลตรงนั้นนะก็เอาขนองโจบ๊อบก็ใส่แผลท่าตื้อไอ้รถเป็นเลือกขนองไอ้เมาตื้อก็รถปล่อยใส่ไปได้เนี่ยเลยเนี่ยกับบ้านท่าจำยังมวยพ่อยังรถได้เป็นนู้ตื้อกับโยบ้านตรงมวยนั่งให้ใส่แผลต่างออกนี่นั่งท่าเย่ประตูเลยใบทั่วบ้านให้ใส่ตะบ้านพอเป็นมอท้องก็มีเนี่ยแต่ดาวตรงนั้นทั่วตรงนั้นฮอวูแต่มาดองเมียนาตรงนั้นแสดงว่าจอมได้ซากุระตั้งปีเนี่ยตัวไอ้พอเยอะนั้นสบายชัดคลั่งมันเต้นมันเป็นแต่ธนาเกตเฟอร์บ้านโจกใจเหรอมันแต่เนี่ยต่างออกนี่เป็นเพลย์ไอ้มวยเป็นนักว่าเนี่ยเลยเวียมันเหาะจะได้ปันท้ายเป็นนักเวียมันตอนทะเลตรงไหนเมียนาอันนี้เลยต้องมีทะเลคอยเกยจอมมาตกพดดิ้งนึงกับปุกเตะฮอลังเลยเตะเป็นนู้ตัวไอ้พอเยอะมามันใช้สมรรถเพียบบอกก่อนก็บ้านโยธามวยให้โลตัวจับมาพดดิ้งนึงปุ๊บเมียเลยก็จับเป็นเอาทะเลมวยดิทัวร์เนี่ยต่างออกนี่นะแต่ซาเราถอยได้ตัวไอ้พอเยอะเหมือนเต้นพาไปตัวเมาก็โยพดดิ้งต่างออกนึงมาใจมันแพ้ก่อนในขนมธนามวยគ្នាนึงโฮขบគ្នាแต่มาดองให้มาก่อนคอยโฮบอะโดยกำปงต่างคอยบอดเชิงจังโอเค my boss my hero เพียบใบก็ถักบ้านมันจอบไอเพียบใบแล้วดีเหียงอะไรเลยแต่มันตายเพียบบุญของเพียบแผลมันคือโอเคบอกคือหล่อมือเมียนชุดช้างใบគ្នាหล่อมือเหมือนเต้นสังคมไทยเนี่ยต้องออกนี้นักรบการตามด้านเพียบบุญของเพียบปรามันต่อเตี้ยได้จะเพียบมันจอบนะโอเคเป็นนิกชบัตบีเอลสังขารเรื่องส้มจุ่มเรียบเรียบายบายสุดท้ายเนี่ยต้องออกนี้ថ្ងៃនេះមកជួយជាមួយនឹងខ្ញុំបាទ BL ម្ដងទៀតហើយបាទហើយថ្ងៃនេះយើងមកសម្រាប់រឿង My Boss My Hero ដែលជាភាគ4គឺជាភាគតរបស់យើងតោះកុំឲ្យខាត់ពេលយូរយើងចូលទស្សនាទាំងអស់គ្នាតែម្ដងទៅតែអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច like page admin ផងណា page ដែលមានឈ្មោះថា BL សង្ខេបរឿងហើយបើសិនជាតនេឆាតមកលេង admin ផងលឺនៅ admin អបសុកផ្ដើមសាច់រឿងភាគ4ហ្នឹងពួកយ៉ាកូសាហ្នឹងបានបុកមកកំទេចសាលារៀនរបស់តួឯករបស់យើងធ្វើឲ្យសិស្សៗនិងគ្រូទាំងអស់ហ្នឹងមានការភ័យខ្លាចយ៉ាងខ្លាំងហើយពេលនោះហេរ៉ូរបស់យើងក៏បានលេចខ្លួនចេញមកក៏ចេញមកនៅលើដំបូលអាគារចេញមកហើយផ្សែងជុកតែម្ដងដូចកំពុងតែដុតមន់ហូបអញ្ចឹងពួកឯងយើងនឹងបានស្រែកថាពួកដែងឯងឆាប់ដោះលែងពួកគេទាំងអស់គ្នានេះភ្លាមពួកឯងមានឃើញហេរ៉ូមកហ៎បើសិនជាពួកឯងមិនលែងទេយើងនឹងចុះទៅបង្ក្រាបឯងហើយនិយាយហើយក៏ហក់មកវឹងតែម្ដងគ្មានទេក៏ចូលម៉ាត់ពួកហ្នឹងដេករៀលតែម្ដងមកមួយបាត់មួយមកពីរម៉ាត់ពីរប៉ុន្តែអាស្វិតហ្នឹងដូចជាកូនចៅរបស់គាត់អាស្វិតនោះកូនចៅរបស់គាត់អាស្វិតហ៎តែតែពេលពួកអាបងធំនឹងស្លាប់អស់ហើយសាគូរៈនឹងក៏បានរត់មកអោបគាត់ដោយសារតែគាត់នឹងខ្លាំងអញ្ចឹងណាហើយតួឯងប្រហែលយើងក៏ត្រេកអរយ៉ាងខ្លាំងនៅពេលដែលសាគូរៈមកអោបគាត់ហ៎អូក៏មានអារម្មណ៍ថា feeling good មែនតើហ្មងហើយបានសិស្សៗនឹងគ្រូទាំងអស់គ្នាហ្នឹងអោបអរសាទរគាត់ទៀតដល់ក៏ហើយពងតែអោបហ្នឹងកូនចៅរបស់គាត់ហ្នឹងក៏បានហៅតួឯងប្រហែលយើងថាលបងងើបធ្វើលំហាត់មានណាតាមពិតដីស្មើសម័យសោះស្មានតែមែនតែនតួឯងប្រហែលយើងគាត់ខំតអព្រោះថាគាត់បាននៅក្បែរមនុស្សដែលគាត់ស្រឡាញ់ហ៎ទៅមកនៅតែអត់លិតដដែលប៉ុន្តែគាត់ដូចជាមានកម្លាំងចិត្តចឹងតែផឹកស្អែកឡើងមកគាត់មានអារម្មណ៍ទៅរៀនហ្មងបានរៀបចំខ្លួនរងលយតែម្ដងគាត់តែផឹកឡើងស្ទុះស្ទាទៅយកអាកៅរៀនហ្នឹងយកមកពាក់វឹបតែម្ដងលែងខ្ជិលទៅរៀនដោយកាមុនទៀតហើយហើយដល់ពេលដើរមកសាលារៀនហ្នឹងក៏បានជួបជាមួយនឹងសាគូរៈហើយក៏មានអារម្មណ៍ថាអៀនជាមួយនឹងនាងខ្លាំងមែនតើបាននៅក្បែរគេហ្នឹងធ្វើមុខធ្វើមាត់អាឡេអឺមិនទេដោយថាមនុស្សមានស្នេហាហ៎ហើយតួឯងប្រហែលយើងគាត់រៀងលែងលើអញ្ចឹងទៀតទៅអញ្ចឹងបដ ாய் ហើយនៅពេលមកដល់សាលារៀនហ្នឹងក៏ដល់ម៉ោងហាត់តៃក្វាន់ដូតួឯងប្រហែលយើងហ្នឹងបានបដួលសិស្សៗនៅក្នុងថ្នាក់ហ្នឹងជាង20នាក់ឯងនិយាយទៅគ្មានអ្នកគេវាយឈ្នះគាត់ទេហើយសិស្សៗទាំងអស់គ្នាហ្នឹងបានទៅសើថាតួឯងប្រហែលយើងហ្នឹងខ្លាំងម៉េះខ្លាំងក្នុងការវាយគ្នាអញ្ចឹងណាវាយអាតៃក្វាន់ដូហ្នឹងពួកគេបាននិយាយថាបើសិនជាខ្លាំងអញ្ចឹងត្រូវតែឡើងទៅប្រកួតលំដាប់ជាតិហើយហើយពេលនោះលោកគ្រូតៃក្វាន់ដូរបស់គាត់ហ្នឹងក៏បាននិយាយថាមិនបាច់ចឹងទៅប្រកួតថ្នាក់ជាតិអីទេវាយតែឈ្នះយើងសិនទៅគាត់ទៅរៀងចំណែនតួឯងប្រហែលយើងហ៎តួឯងប្រហែលយើងថាអូខេគាត់ពួកចង់វាយមួយគ្រូដែរគ្មានទេវាយគ្នាបណ្ដោយពីអ្នកគ្រូសិស្សហ្នឹងប៉ុន្តែវាយឈ្នះតួឯងប្រហែលយើងទេតួឯងប្រហែលយើងចាប់បោកឲ្យធាក់មួយជើងម៉ាំងទៀតចង់20ម៉ែត្រសិស្សនៅក្នុងហ្នឹងបានអង្គគ្នាហូរតួឯងប្រហែលយើងយ៉ាងខ្លាំងព្រោះថាគាត់សម្បីតែគ្រូក៏គាត់វាយឈ្នះដែរអីមិនវាយឈ្នះបើគាត់បងធំនេះខៀវឯហ្នឹងហើយនៅពេលដែលគាត់ត្រឡប់មកផ្ទះវិញគាត់ក៏បានសួរទៅកាន់កូនចៅគាត់ថាអ្នកទាំងអស់គ្នាបើសិនជាយើងបានប្រពន្ធក្មេងតែអ្នកទាំងអស់គ្នាគិតមិនដែរឈប់ចាំមកផ្លែតយើងប្រើវិជាស្មើសម័យផ្លែតគាត់បានស្មើសម័យថាសាគូរៈហ្នឹងគឺជាម្ចាស់ស្រីម្នាក់ដែលគ្រប់គ្រងហ្គេមរបស់គាត់អញ្ចឹងណាអូមើលទៅពិតជាអំណាចមែនតើមានកូនចៅឈរអមសងខាងកប់សេរីតែម្ដងក៏បាននិយាយថាអូលុយមែនតើតែម្ដងថ្ងៃស្អែកបន្ទាប់មកតួឯងប្រហែលយើងក៏បានមកសាលាដូចជាធម្មតានៅពេលហ្នឹងគាត់ក៏បានឃើញសាគូរៈនៅក្នុងចិត្តអត់ហ៊ានហៅគេទេព្រោះថាលុយក្រាស់គេហ៎ដល់ពេលហើយគាត់ហៅនាងថាសាគូរៈដល់ថ្នាក់មិត្តភក្តិគេទាំងអស់គ្នាហ្នឹងក៏បានរុញគេទាំងពីរនាក់ហ្នឹងឲ្យមកនិយាយទុំមុខគ្នាសាគូរៈហ្នឹងក៏មានចិត្តលើតួឯងប្រហែលយើងដែរហើយនាងបាននិយាយថានៅពេលល្ងាចនេះចេញពីសាលារៀនចាំយើងទៅដើរលេងពីរនាក់តួឯងប្រហែលយើងបានលឺចឹងគាត់សប្បាយចិត្តយ៉ាងខ្លាំងហើយគាត់បាននិយាយក្នុងចិត្តថាល្ងាចហ្នឹងដឹងអញហើយដឹងងាប់ហើយអញហើយដល់ពេលល្ងាចឡើងដើរពីរនាក់ហ្នឹងគាត់ដឹងថារកពីអីនិយាយមួយនាងទេក៏បានគិតក្នុងចិត្តថាតសាសក់នាងក៏អូបមកហើយសាគូរៈក៏បានសប្បាយចិត្តយ៉ាងខ្លាំងនៅពេលដែលតួឯងប្រហែលយើងហ្នឹងតសារថាសក់នាងក៏អូបចឹងណាហើយបន្តមកតួឯងប្រហែលយើងហ្នឹងក៏បានបបួលសាគូរៈហ្នឹងទៅថតរូបលេងហើយមកកន្លែងថតរូបគេ
ឡើងលយតែម្ដងបើណាគេចង់ថតរូបអីគឺទៅថតក្នុងហ្នឹងហ្មងបើចាំថតជាងថតអីទេបើសិនជានៅកម្ពុជាយើងមានអញ្ចឹងដែរមិនដឹងថាលយមិនទេណោះគ្នាយើងហើយចេញពីថតរូបវិញហ្នឹងគាត់ក៏បានដែរញ៉ាំការ៉េមពីអ្នកសាកូរ៉ាហើយមិនដឹងថាបបួលទៅណាតទៀតទេពេលនោះសាកូរ៉ាក៏បានបបួលថាតោះទៅផ្ទះខ្ញុំហ្មងទៅកន្លែងរៀងស្ងាត់ហើយពេលនោះតួឯករបស់យើងបានគិតថាចំបបួលអញទៅកន្លែងស្ងាត់សង្ស័យគិតអីហ្មងតោះទៅហ្មងអញ្ចឹងខ្ញុំចង់ទៅរកកន្លែងស្ងាត់ដែរហើយនៅពេលដែលមកដល់ផ្ទះសាកូរ៉ាហ្នឹងក៏មានអារម្មណ៍ថាពេញចិត្តជាមួយនឹងសាកូរ៉ាយ៉ាងខ្លាំងព្រោះថាឃើញយើងចិញ្ចឹមប្អូនជាច្រើនអ្នកអញ្ចឹងណាហើយឪពុកម្ដាយរបស់ពួកគេហ្នឹងបានចេញទៅធ្វើការឆ្ងាយអស់ហើយអញ្ចឹងនៅសល់តែសាកូរ៉ាទេដែលនៅមើលថែប្អូនហ្នឹងហើយប្អូនស្រីម្នាក់ក៏បានសួរថាបងស្រីតើអ៊ំនេះគឺជាណាគេហេតុអីបានគាត់មុខចាស់ម៉េះដុតតួឯករបស់យើងហ្មងហើយពេលនោះតួឯករបស់យើងក៏បានជើងជំរាបមកបត់តែម្ដងបងនឹងធ្វើតាមសន្យាសូមឲ្យជីវ៉ាស្រឡាញ់បងគ្មានតែក្មេងស្រីហ្នឹងផ្ទះម្ដាយផាច់តែម្ដងឈប់ច្រៀងភ្លាមពួកឯងច្រៀងដូចឆ្កែលូអញ្ចឹងតោះមកតួឯករបស់យើងហ្នឹងគាត់ក៏បាននិយាយថាអេម៉ែអូនអញ្ចឹងវាយគ្នាមួយពូមែនណាសំបីតែក្មេងគាត់ចង់រវាយដែរហើយដល់ពេលសាកូរ៉ាធ្វើម្ហូបហើយអ្នកទាំងអស់គ្នាក៏បានហូបបាយជុំគ្នាយ៉ាងឆ្ងាញ់តែម្ដងតួឯករបស់យើងឃើញអញ្ចឹងក៏មានអារម្មណ៍ថាក៏មានក្តីសុខមែនតើនៅពេលដែលឃើញសាកូរ៉ាហ្នឹងបានបំពេញតួនាទីធ្វើជាបងស្រីល្អម្នាក់អញ្ចឹងហើយក៏មានអារម្មណ៍ថាសប្បាយចិត្តណាស់ហើយគាត់នឹងគិតថាយកលុយខ្លះហ្នឹងមកជួយគ្រួសារសាកូរ៉ាអញ្ចឹងណាហើយកំពុងតែហូបបាយហ្នឹងពួកក្មេងៗហ្នឹងក៏បានមើលរឿង Master Rider ហើយពេលនោះសាកូរ៉ាក៏បាននិយាយថាខ្ញុំស្អប់ណាស់នរណាគេប្រើកម្លាំងបាយដើម្បីដោះស្រាយបញ្ហាឪពុកម្ដាយរបស់ខ្ញុំកាលពីមុនគាត់ក៏ជាអ្នកមានម្នាក់ដែរប៉ុន្តែដោយសារតែក្រុមយ៉ាគូសាមួយក្រុមមកបំផ្លាញក្រុមគ្រួសាររបស់ខ្ញុំទៅធ្វើឲ្យពួកខ្ញុំធ្លាក់ខ្លួនក្រដល់ថ្នាក់នេះហើយពេលនោះតួឯករបស់យើងក៏មានអារម្មណ៍ថាមានវិបត្តិសារយ៉ាងខ្លាំងដោយសារតែកាលពីគាត់នៅស្ទីលហ្នឹងក៏បានចាំថាគាត់មកបំផ្លាញគ្រួសាររបស់សាកូរ៉ាពេលនោះគាត់ខឹងជាមួយនឹងខ្លួនឯងយ៉ាងខ្លាំងថាមិនគួរណាគាត់ធ្វើបែបនេះទេហើយនៅពេលដែលគាត់ដើរត្រឡប់មកវិញជាមួយនឹងសាកូរ៉ាគាត់ហេតុថាសារភាពស្នេហ៍ជាមួយនាងអញ្ចឹងណាប៉ុន្តែពេលនេះក៏មានអាក្មេងស្ទីលមួយក្រុមហ្នឹងមកចង់ហៅរឿងគាត់តែពេលនោះតួឯករបស់យើងបានចូលទៅហើយកាច់ដៃអាក្មេងស្ទីលហ្នឹងតែម្ដងប៉ុន្តែក៏បានចាំថាសាកូរ៉ានាងអត់ចូលចិត្តណាគេប្រើកម្លាំងបាយដើម្បីដោះស្រាយបញ្ហាអញ្ចឹងណាតែគាត់អត់តដៃជាមួយនឹងពួកអាក្មេងៗហ្នឹងទេបណ្ដោយឲ្យពួកអាក្មេងៗហ្នឹងវាយធ្វើបាបគាត់ខ្លាំងមែនតើនិយាយទៅក្នុងគណៈពេលហ្នឹងតួឯករបស់យើងគាត់ត្រូវបានពួកក្មេងៗហ្នឹងវាយធ្ងន់ធ្ងរឡើងបាយឈាមពេញមុខអស់ហើយពេលនោះកូនចៅរបស់គាត់ហ្នឹងក៏បានទៅយកគាត់មកហើយនៅក្នុងសភាពទ្រុឌទ្រោមខ្លាំងមែនតើកូនចៅរបស់គាត់ហ្នឹងបានរៀបចំគ្នាយ៉ាងច្រើនមែនតើដើម្បីទៅសម្លាប់ពួកក្មេងៗហ្នឹងអញ្ចឹងណាប៉ុន្តែតួឯករបស់យើងបាននិយាយថាមិនបាច់ទៅរឿងពួកគេទេខ្ញុំត្រូវប៉ុណ្នេះវាមិនស្មើនឹងខ្ញុំធ្វើបាបក្រុមគ្រួសាររបស់សាកូរ៉ាផងតួឯករបស់យើងឥឡូវក៏លែងខូខើដូចមុនហើយក៏មានអារម្មណ៍ថាគាត់ផ្លាស់ប្ដូរច្រើនណាស់ហើយនៅពេលដែលស្អែកឡើងហ្នឹងគាត់ត្រូវធ្ងន់ប៉ុណ្ណឹងហើយនៅតែមករៀនទៀតប៉ុន្តែគាត់និយាយជាមួយសាកូរ៉ាទេគាត់មានអារម្មណ៍ថាខ្មាស់អៀនជាមួយនឹងនាងអញ្ចឹងណាដែលធ្វើឲ្យគ្រួសាររបស់នាងហ្នឹងធ្លាក់ដុនដាបដល់ចំណុចហ្នឹងនៅពេលដែលនាងហៅគាត់ចង់សួរអីចឹងតែគាត់បែរជានិយាយថាឲ្យខ្ញុំសុំទោសខ្ញុំរវល់ណាស់ខ្ញុំសុំទមុនហើយណាសាកូរ៉ានាងមានអារម្មណ៍ថាព្រួយបារម្ភជាមួយនឹងតួឯករបស់យើងយ៉ាងខ្លាំងព្រោះថាគាត់នឹងត្រូវគេវាយធ្ងន់មែនតើហើយនៅតែមករៀនទៀតហើយនាងពិបាកចិត្តខ្លាំងណាស់នៅពេលដែលគាត់នឹងអត់និយាយស្ដីជាមួយនាងហើយនៅថ្ងៃស្អែកបន្ទាប់មកហ្នឹងសាកូរ៉ាហ្នឹងក៏ត្រូវប្រឡងមុនតួឯករបស់យើងដើរមករៀនជាមួយអាទឿហ្នឹងក៏ស្រាប់តែប្អូនសាកូរ៉ាហ្នឹងបានរត់មករកគាត់ហើយក៏និយាយថាលោកពូបងរបស់ខ្ញុំក៏ភ្លេចបិចនេះហើយសូមឲ្យលោកពូជួយយកទៅឲ្យគាត់ផងណាអាបិចហ្នឹងបិចនាំសំណាងហ៎ហើយពេលនោះតួឯករបស់យើងក៏បានសម្រេចចិត្តមួយសន្ទុះថានឹងត្រូវទៅអត់ចឹងណាហើយពេលនោះអាទឿក៏បាននិយាយថាឥឡូវឯងទៅអត់បើសិនជាឯងមិនទៅទុកឲ្យយើងជាអ្នកទៅខ្លួនឯងព្រោះថាអាទឿហ្នឹងមើលទៅក៏ស្រឡាញ់សាកូរ៉ាដែរហើយពេលនោះតួឯករបស់យើងក៏សម្រេចចិត្តថានឹងរត់យកបិចនេះទៅឲ្យនាងតែម្ដងនៅពេលដែលយកទៅឲ្យនាងហើយនៅមានអារម្មណ៍ថាសប្បាយចិត្តយ៉ាងខ្លាំងនៅពេលដែលឃើញមុខតួឯករបស់យើងចឹងណាហើយនាងក៏បាននិយាយថានៅពេលល្ងាចនេះពេលដែលចេញពីប្រឡងហើយយើងទាំងអង្គុយលេងជាមួយគ្នានៅក្រោយសាលាណាប៉ុន្តែតួឯករបស់យើងវិញក៏អត់តន់យល់ព្រមទេហើយដល់ពេលល្ងាចឡើងហ្នឹងសាកូរ៉ានាងក៏បានមកអង្គុយចាំម្នាក់ឯងហើយបានទិញផូឌីងហ្នឹងផ្ញើតួឯករបស់យើងជាច្រើនមែនតើហើយស្រាប់តែពេលនោះក៏លេចវត្តមានអាទឿមកព្រោះថាតួឯករបស់យើងគាត់ឲ្យអាទឿមកគាត់ដឹងថាអាទឿហ្នឹងក៏ស្រឡាញ់សាកូរ៉ាដែរពេលនោះតួឯកស្រីរបស់យើងក៏មានអារម្មណ៍ថាចង់ស្រក់ទឹកភ្នែកបន្តិចពេលដែលតួឯករបស់យើងគាត់ធ្វើអញ្ចឹងណាអាទឿហ្នឹងក៏បានព្យាយាមហូបផូឌីងហ្នឹងតតែអស់តែម្ដងទោះបីជាខ្លួនគេហ្នឹងមិនចូលចិត្តជាតិផ្អែមក៏ដោយតែអាទឿហ្នឹងក៏ដឹងដែរថាសាកូរ៉ាហ្នឹងអត់បានស្រឡាញ់គេទេគឺស្រឡាញ់ម៉ាគីអូដែលជាតួឯករបស់យើងហ្នឹងណាហើយនៅថ្ងៃស្អែកបន្ទាប់មកហ្នឹងឪពុករបស់តួឯករបស់យើងហ្នឹងគាត់ក៏បានចុះពីលើឡានហើយនៅពេលនោះក៏មានឃាតករម្នាក់កាន់កាភ្លើងហើយរត់ចូលមកបាញ់សម្ដៅទៅកាន់ឪពុករបស់គាត់តួឯករបស់យើងបានដឹងដំណឹងហ្នឹងភ្លាមក៏បញ្ញាប់នាំគ្នាហ្នឹងរត់មកតែម្ដងហើយនៅពេលដែលកំពុងតែចុះចដាហ្នឹងក៏ស្រាប់តែបុកគ្នាជាមួយនឹងអ្នកគ្រូស្រីស្អាតប៉ុន្តែពេលហ្នឹងគាត់សំណាងដែរតែគ្រូស្រីស្អាតហ្នឹងមើលមុខគាត់អត់ច្បាស់ទេហើយនៅពេលដែលគាត់មកដល់ហ្គេងវិញក៏បានស្រែកថានរណាគេបាញ់សម្លាប់ឪពុកយើងបងគាត់ក៏បានប្រាប់ថាក្រុមហ្គេងមកខាងទៀតអញ្ចឹងណាតែពេលហ្នឹងគាត់ក៏បានហៅបងប្អូនគាត់ទៅតែម្ដងប៉ុន្តែបងរបស់គាត់បាននិយាយថាខ្ញុំបានចាត់ចែងរួចហើយបងមិនបាច់ប៉ះពាល់ទេតែពេលនោះម៉ាគីអូខឹងតែម្ដងឯងគឺជាក្មេងមិនទាន់ជ្រុះប្រឡ័យពីក្បាលផងហេតុអីបានហ៊ាននិយាយពាក្យនេះជាមួយនឹងយើងឯងដឹងទេថានៅក្នុងហ្គេងមួយនេះនរណាគេក៏គោរពយើងដែរមិនដែលមាននរណាម្នាក់ធ្វើការងារអីមួយរំលងក្បាលយើងនោះទេតែពេលនោះពួកគេទាំងអស់គ្នាក៏បានវាយគ្នាតែម្ដង
កូនចៅរបស់បងគាត់អីវ៉ាហ្នឹងក៏បានវាយគ្នាជាមួយនឹងកូនចៅរបស់តួឯករបស់យើងពេញហ្នឹងតែម្ដងប៉ុន្តែពេលនោះឪពុករបស់គាត់ក៏បានដើរចូលមកហើយក៏បានស្រែកថាឈប់សិនយើងមិនទាន់ស្លាប់ទេពួកអាចចង្រៃនោះធ្វើដូចនេះក៏ព្រោះតែចង់ឲ្យហ្គេមរបស់យើងមានការឆ្លោះទាស់គ្នាអញ្ចឹងហើយពួកវាងាយស្រួលក្នុងការកំទេចយើងពួកអាហ្គេមម្ខាងទៀតហ្នឹងណាវាចង់ជំរុញឲ្យប្អូនតួឯករបស់យើងហ្នឹងឡើងកាន់កាប់ហ្គេមអញ្ចឹងហើយវាចិត្តតែអុចអាលអញ្ចឹងណាហើយឪពុករបស់គាត់ហ្នឹងក៏បានបន្ថែមទៀតថាបើសិនជាពួកឯងទាំងពីរនាក់នៅតែឆ្លោះគ្នាទៀតនៅថ្ងៃទី14ត្រូវជាថ្ងៃ Valentine Day នេះយើងនឹងឲ្យយ៉ាគូសាជាង 7000 នាក់បោះឆ្នោតឲ្យពួកឯងថាតើអ្នកណាត្រូវធ្វើជាម្ចាស់គ្រប់គ្រងកន្លែងរបស់យើងតាមពិតទៅគោលបំណងរបស់ឪពុកគាត់ហ្នឹងក៏ចង់ឲ្យបងប្អូនទាំងពីរនាក់ហ្នឹងត្រូវគ្នាសាមគ្គីគ្នាមើលថែហ្គេមអញ្ចឹងណាប៉ុន្តែទាំងពីរនាក់ហ្នឹងអត់ត្រូវគ្នាទេឆ្លោះគ្នារហូតហើយនៅថ្ងៃស្អែកបន្ទាប់មកហ្នឹងលោកគ្រូទាំងអស់ហ្នឹងក៏បានហៅតួឯករបស់យើងមកប្រជុំហើយលោកគ្រូអ្នកគ្រូក៏បាននិយាយថាតួឯករបស់យើងហ្នឹងប្រឡងធ្លាក់គ្រប់មុខតែម្ដងអញ្ចឹងហើយឲ្យត្រូវប្រឡងសងបើមិនប្រឡងសងទេឆ្នាំហ្នឹងប្រកាសជាធ្លាក់ហើយថ្ងៃប្រឡងសងហ្នឹងគឺត្រូវជាថ្ងៃ14កុម្ភៈដូចគ្នាប៉ុន្តែថាមិនមែនពេលដូចគ្នាទេគឺប្រឡងពេលថ្ងៃអាកម្មវិធីតែងតាំងតំណែងហ្នឹងគឺនៅពេលល្ងាចអញ្ចឹងគ្នាយើងថ្ងៃទី14កុម្ភៈហ្នឹងមានអ្នកកាន់ដៃនៅបើសិនជាមានអ្នកកាន់ដៃទេ admin តនេហើយបើសិនជាគ្នាយើងប្រុសអត់មានអ្នកកាន់ដៃទេខំប្រឹងព្យាយាមរកបានមួយទៅកុំឲ្យនៅ single ដូច admin យូរពេកហើយងាកមកមើលបងប្អូនរបស់គាត់វិញគេបានប្រម៉ូទខ្លួនឯងហ្នឹងថាគឺជាអ្នកធុរកិច្ចមួយរកស៊ីធំដុំអញ្ចឹងណាហើយរូបរាងក៏សង្ហារៀងក៏បានខ្ពស់ថែមទាំងចេះលេងតន្ត្រីទៀតពេលនោះតួឯករបស់យើងបានឃើញអញ្ចឹងងប់ហើយយ៉ាងណាក៏យើងត្រូវតែចាញ់វាដែរហើយពេលនោះអសវត្តកូនចៅរបស់គាត់ហ្នឹងក៏បាននិយាយថាលបងកុំបារម្ភនៅពេលដែលការបងទៅរៀនណាខ្ញុំបានថតវីដេអូឲ្យពីសកម្មភាពដែលបងនៅសាលាហ្នឹងស្រាប់តែពេលនោះកូនចៅរបស់គេហ្នឹងក៏បានចាត់ចែងគ្នាហ្នឹងកាត់វីដេអូប្រម៉ូទតួឯករបស់យើងថាតួឯករបស់យើងហ្នឹងរាល់ព្រឹកនៅពេលដែលទៅរៀនហ្នឹងបាននាំសិស្សទាំងអស់គ្នាហ្នឹងហាត់ប្រាណហើយគាត់ក៏ជាជាង ice pudding 6 ខែជាប់គ្នានៅក្នុងសាលាទៀតពួកគេកាត់វីដេអូឡើងល្អឥតខ្ចោះតែម្ដងធ្វើឲ្យអ្នកមើលទាំងអស់ហ្នឹងមានទំនោរចិត្តទៅលើតួឯករបស់យើងហ្នឹងភាគរយច្រើនមែនតើនៅពេលដែលថ្ងៃស្អែកបន្ទាប់មកហ្នឹងបងប្អូនរបស់គាត់ក៏បានមកជួបគាត់នៅសាលាបងគាត់ក៏បាននិយាយទៅកាន់គាត់ថាបើសិនជាបងរើសយកយ៉ាគូសាបងប្រកាសជាត្រូវចោលមិត្តភ័ក្តិរបស់បងទាំងអស់តើបងគិតត្រឹមត្រូវហើយមែនទេដែលបងរើសយកផ្លូវនេះពេលនោះតួឯករបស់យើងក៏មានអារម្មណ៍ថារាយរែកមែនតើបើសិនជាគាត់ហ៊ានបន្តទៀតប្រកាសជាគាត់បានជួបជាមួយនឹងសាគូរ៉ាហើយប្រើជីវិតយ៉ាងស្ងប់សុខមែនតើហើយនៅពេលដែលផឹកស្អែកបន្ទាប់មកហ្នឹងអ្នកគ្រូសេសាហ្នឹងក៏បានបរៀនបន្ថែមឲ្យតួឯករបស់យើងហើយចំណែកអាទឿវិញក៏បានបរៀនតួឯករបស់យើងហ្នឹងទាំងយប់ទាំងថ្ងៃតែម្ដងហើយនៅពេលដែលដល់ថ្ងៃប្រឡងហ្នឹងក៏ត្រូវជាថ្ងៃបោះឆ្នោតឡើងកាន់កាប់តំណែងដែរលោកគ្រូទាំងអស់ហ្នឹងបានឲ្យកម្លាំងចិត្តទៅកាន់តួឯករបស់យើងយ៉ាងខ្លាំងថាខំប្រឹងប្រឡងដើម្បីបានរៀនតអញ្ចឹងណានៅពេលនោះតួឯករបស់យើងគាត់ធ្វើបានល្អមែនតើនៅពេលដែលគាត់ឃើញសំណួរគឺគាត់នឹកឃើញចម្លើយតែម្ដងព្រោះថាគាត់ត្រូវបានអ្នកគ្រូស្អាតជាមួយនឹងអាទឿបរៀនច្រើននៅពេលដែលប្រឡងហើយហ្នឹងលទ្ធផលនៃការប្រឡងក៏បានចេញមកភ្លាមតែម្ដងតួឯករបស់យើងគាត់ពូកែមែនតើគាត់ធ្វើជាប់គ្រប់មុខវិជ្ជាតែម្ដងធ្វើឲ្យលោកគ្រូអ្នកគ្រូទាំងអស់ហ្នឹងមានការសប្បាយចិត្តយ៉ាងខ្លាំងជាមួយនឹងលទ្ធផលមួយនេះហើយនៅពេលល្ងាចឡើងកម្មវិធីបោះឆ្នោតតែងតាំងហ្នឹងក៏ចាប់ផ្ដើមឡើងធំមែនតើនិយាយទៅគេរៀបចំឡើងធំតែម្ដងហើយយ៉ាគូសាទាំងអស់ក៏ត្រូវតែមកបោះឆ្នោតទាំងអស់គ្នាតែម្ដងហើយបងប្អូនរបស់គាត់ហ្នឹងក៏បានឡើងធ្វើបទបង្ហាញគេធ្វើបទបង្ហាញពីខ្លួនគេអញ្ចឹងណាមានការទះដៃគ្រប់ត្រូលបងប្អូនរបស់គាត់ខ្លាំងមែនតើហើយបន្ទាប់មកហ្នឹងតួឯករបស់យើងក៏បានឡើងប៉ុន្តែមុននឹងឡើងហ្នឹងអាទឿនឹងក៏បានឲ្យ script អាกระดาษធ្វើបទបង្ហាញដើម្បីឲ្យតួឯករបស់យើងហ្នឹងឡើងទៅអានតាមកระดาษហ្នឹងហើយតួឯករបស់យើងក៏បាននិយាយទៅកាន់អាទឿថានៅពេលដែលកម្មវិធីចប់អស់បើសិនជាឯងចង់រៀនតយើងនឹងបញ្ជូនឲ្យឯងទៅរៀនតហើយថ្លៃស៊ីចាយទាំងអស់គឺនៅលើយើងនៅពេលដែលនិយាយរួចហើយតួឯករបស់យើងក៏បានឡើងទៅហើយមើលទៅការដើររបស់គាត់គឺអំណាចមែនតើដើរទៅដល់ចាប់មីក្រូពុបខូនីជីវ៉ាសួស្ដីអ្នកទាំងអស់គ្នាហើយគាត់ក៏បានយកអាกระดาษ script របស់គាត់ហ្នឹងមកអានធ្វើបទបង្ហាញអញ្ចឹងណាគាត់ក៏បាននិយាយថាមុនដំបូងយើងត្រូវតែគោះពងទាហើយវាយចូលគ្នាឲ្យបានសព្វល្អហើយយើងដាក់ស្ករបន្តិចទើបទទួលបាន pudding យ៉ាងមានឱជារសហើយបន្ទាប់មកដួសវាដាក់កែវយកទៅផ្លាស់សេនៅក្នុងទូទឹកកកវាពិតជាឆ្ងាញ់មែនតើស្រាប់តែពេលនោះអាស្វតមិនភ័យយ៉ាងខ្លាំងព្រោះថាយកអាกระดาษធ្វើ pudding ហ្នឹងទៅឲ្យតួឯករបស់យើងវាហុចกระดาษច្រឡំមកស្រាប់តែគ្មានទេពេលហ្នឹងតួឯករបស់យើងបានមូកกระดาษហ្នឹងចោលតែម្ដងហើយក៏ទីមីក្រូមកដើរនិយាយហ្មងគាត់និយាយពីជីវិតពិតផ្ទាល់របស់គាត់ហ្មងគាត់បាននិយាយថានៅក្នុងហ្គេមមួយនេះឈរជើងបានមកដល់សប្តាហ៍ថ្ងៃគឺដោយសារតែឪពុករបស់ខ្ញុំដែលជាអ្នកដឹកនាំដ៏ល្អបំផុតហើយគាត់ក៏បានបញ្ជូនខ្ញុំទៅរៀនឲ្យខ្ញុំបានដឹងពីមជ្ឈដ្ឋានទូទៅសង្គមពិតនិងជីវិតរស់នៅពិតប្រាកដធ្វើឲ្យខ្ញុំស្គាល់អ្វីទៅដែលហៅថាមនោសញ្ចេតនាពិតនិងមនោសញ្ចេតនាคล้ายៗជាចុងបញ្ចប់ខ្ញុំសូមអរគុណទៅដល់លោកឪពុករបស់ខ្ញុំដែលបានឲ្យខ្ញុំមានការចេះដឹងមកដល់ថ្ងៃនេះពេលនោះក្រុមយ៉ាគូសាទាំងអស់បានទះដៃគ្រប់ត្រូលតួឯករបស់យើងខ្លាំងមែនទែនសូម្បីតែឪពុកគាត់ក៏សម្រក់ទឹកភ្នែកដែរពេលនោះតួឯករបស់យើងទទួលបានបន្ទុក3387បន្ទុកចំណែកបងប្អូនរបស់គាត់ហ្នឹងទទួលបានបន្ទុក3378បន្ទុកអញ្ចឹងហើយតួឯករបស់យើងហ្នឹងឈ្នះយ៉ាងឯកច្ឆន្ទតែម្ដងប៉ុន្តែនៅពេលនោះគាត់ដឹងថាខ្លួនឯងឈ្នះទេគាត់នៅ
còn nơi tập phơi họp đây họp chương đăng thả ná chởn chiên tiết hai bọn phò có ban phẻ tha bóng trên hai chun poi bóng đất non kromរបស់យើងឲ្យបានល្អណាហើយពេលនោះឪពុករបស់គាត់ក៏បានឡើងប្រកាសថាចាប់ពីថ្ងៃនេះតទៅតំណែងជាមេក្រុមយ៉ាគូសារងចាំម៉ាគីអូរៀនចប់នឹងមកគ្រប់គ្រងតំណែងនេះតជំនួសយើងហើយយើងក៏លែងមកមើលពួកអាយ៉ាគូសាមកខាងទៀតឯនេះវិញគឺវាអត់ពេញចិត្តជាមួយនឹងតួឯករបស់យើងឡើងកាន់តំណែងទេវាបានប្រាប់ទៅកាន់កូនចៅវាថាឲ្យធ្វើយ៉ាងណាក៏ដោយត្រូវចាត់ការអាម៉ាគីអូឲ្យបាននៅក្នុងពេលឆាប់ៗនេះនិយាយទៅពួកនេះវារឿងដាក់ខ្លួនហ្មងបើបានត្រូវម៉ាគីអូបាយទេប្រហែលជាអ្នកលក់ទេហើយរឿងភាគ4របស់យើងក៏ត្រូវបានកាត់ចប់ទៅត្រឹមនេះសូមអរគុណដល់ប្រិយមិត្តទាំងអស់គ្នាដែលបានតាមដានរហូតដល់ចប់ភាគ4មួយនេះហើយសង្ឃឹមថាភាគ5បងប្អូនទាំងអស់គ្នានឹងរងចាំតាមដានបន្តទៀតព្រោះថាភាគ5គឺល្អមើលមែនតើចុងក្រោយណាម៉ាគីអូហ្នឹងគាត់កំសត់មែនតើតែម្ដងអូខេពេលនេះខ្ញុំបាទ BL សង្ខេបរឿងសូមជម្រាបលាបាយបាយសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមកជួបជាមួយនឹងខ្ញុំបាទ BL ម្ដងទៀតហើយបាទហើយថ្ងៃនេះដែរខ្ញុំមកសង្ខេបរឿង My Boss My Hero ដែលជាភាគ5គឺជាភាគបញ្ចប់របស់យើងអូខេកុំឲ្យខាត់ពេលយូរយើងចូលទស្សនាទាំងអស់គ្នាតែម្ដងទៅផ្ដើមតែរឿងភាគ5ហ្នឹងឪពុករបស់តួឯករបស់យើងហ្នឹងគាត់ក៏បានមកជួបជាមួយនឹងអ្នកគ្រូពេទ្យនៅសាលាហើយការពីអតីតកាលហ្នឹងទាំងពីរអ្នកហ្នឹងក៏ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងគ្នាគាត់ធ្លាប់ធ្វើជាសង្សារនឹងគ្នាអញ្ចឹងណាហើយពេលនោះឪពុករបស់គាត់ក៏បាននិយាយថាខ្ញុំមិនកុហកទេកូនរបស់ខ្ញុំវាមានអាយុ28ឆ្នាំហើយប៉ុន្តែអ៊ំអ្នកគ្រូពេទ្យហ្នឹងគាត់មានការភ្ញាក់ផ្អើលទេព្រោះថាគាត់បានដឹងរឿងអញ្ចឹងណាគាត់ដឹងថាតួឯករបស់យើងហ្នឹងគឺជាកូនរបស់យ៉ាគូសាហើយពេលនោះអ្នកគ្រូសីសានក៏បានដើរកាត់នឹងហើយបានស្ដាប់ឮគាត់ក៏មានការរំភើបចិត្តយ៉ាងខ្លាំងព្រោះថាបានដឹងថាតួឯករបស់យើងគឺជាយ៉ាគូសាហើយនៅពេលដែលស្អែកឡើងហ្នឹងក្រុមម៉ាហ្វៀមកខាងទៀតហ្នឹងក៏បានចូលមកអុកលោកតួឯករបស់យើងហ្នឹងដល់សាលាតែម្ដងហើយពេលនេះវានាំគ្នាមកច្រើនមែនតើពួកវាមានគោលបំណងមិនចង់ឲ្យតួឯករបស់យើងហ្នឹងហ៊ានចាប់ទេពេលនោះតួឯករបស់យើងបានឃើញអញ្ចឹងគាត់ក៏បានរត់ចេញមកយ៉ាងលឿនមែនតើប៉ុន្តែក៏ត្រូវបានអ៊ំមួយដែលជាអ្នកចាត់ការទូទៅហ្នឹងក៏បាននិយាយថាបើសិនជាឯងចេញទៅឯងប្រកាសជារៀនមិនចប់ទេឯងកុំចេញទៅអីប៉ុន្តែតួឯករបស់យើងក៏មានស្ដាប់ណាក៏បានរត់ទៅវឹងតែម្ដងហើយនៅពេលដែលគាត់រត់ទៅដល់ក៏បានសេតកានពួកអដែកហ្នឹងថាហេពួកឯងបើសិនជាឯងចង់វាយគ្នាជាមួយនឹងអញពួកឯងចេញទៅក្រៅទៅចាំវាយគ្នានៅខាងក្រៅនៅទីនេះគឺជាសាលារៀនហើយយើងមិនចង់ប៉ះពាល់ដល់ការរៀនសូត្ររបស់យើងទេហេតុអីឯងចាំបាច់មករករឿងយើងនៅឯសាលារៀនពេលនោះតួឯករបស់យើងហ្នឹងក៏បានដោះអាវធំហ្នឹងរៀបនឹងទៅវាយពួកហ្នឹងហើយប៉ុន្តែគាត់បានគិតថាបើសិនជាគាត់វាយពួកវាប្រកាសជាគេបញ្ឈប់គាត់ពីសាលារៀនហើយមួយទៀតគាត់ខ្លាចឲ្យសិស្សរួមថ្នាក់របស់គាត់ហ្នឹងមើលមកឃើញគាត់គឺជាមនុស្សបាត់សង្គមអញ្ចឹងណាពេលនោះតួឯករបស់យើងក៏បានសម្រេចចិត្តលុតជង្គង់ហើយក្រាបក្បាលទៅដីហ្នឹងសុំអង្វរពួកហ្នឹងហ្មងក៏បាននិយាយថាឲ្យយើងសុំអង្វរពួកឯងទៅចោះយើងពិតជាចង់រៀនចប់ខ្លាំងណាស់កុំមកបំផ្លាញអនាគតរបស់យើងអីមើលតើចំណុចកន្លែងហ្នឹងគឺគួរអាណិតតួឯករបស់យើងមែនតើគាត់ចង់ធ្វើជាមនុស្សល្អម្នាក់ហើយពេលនោះគ្រូទាំងអស់ក៏បានស្រែកថាអើពួកអាជើងកាំងពួកឯងកុំចង់មករករឿងសិស្សរបស់យើងណាហើយបន្ទាប់មកអាមេគេហ្នឹងក៏បានកាន់មីក្រូហើយប្រកាសថាពួកលោកឯងសុទ្ធតែជាមនុស្សល្ងង់ពួកលោកឯងមិនដឹងទេថាអាម៉ាគីអូនេះវាគឺជាបងធំយ៉ាគូសាមួយដែលបន្លំខ្លួនចូលមករៀននៅសាលានេះតែប៉ុណ្ណោះនៅពេលនោះសិស្សនិងគ្រូទាំងអស់បានឮហើយក៏មានអារម្មណ៍ថាភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលដឹងថាតួឯករបស់យើងហ្នឹងគឺជាបងធំយ៉ាគូសាគ្មានទេពេលហ្នឹងតួឯករបស់យើងគាត់ខឹងគាត់ងើបមកម៉ាត់អាមួយហ្នឹងម៉ាត់ដៃម៉ាំងតែម្ដងហើយពួកគ្នាវាហ្នឹងក៏បានចាប់សិស្សហើយនឹងគ្រូហ្នឹងវាយធ្វើបាបពេញសាលាតែម្ដងព្រោះថាតួឯករបស់យើងហ្នឹងក៏អត់ព្រមតោះដៃជាមួយនឹងពួកវាស្រាប់តែពេលនោះតួឯករបស់យើងក៏ទប់អារម្មណ៍លេងបានហើយបើសិនជាគាត់អត់ទៅចាត់ការពួកហ្នឹងទេប្រកាសជាសិស្សហើយនឹងគ្រូទាំងអស់ហ្នឹងរងទុក្ខលំបាកដោយសារគាត់អីពេលនោះម៉ាគីអូក៏បានចូលទៅវាយពួកបងធំហ្នឹងម្ដងម្នាក់ហើយមើលទៅពិតជាសាហាវមែនតើបងធំយ៉ាគូសាដែលធ្លាប់តែខូខើហើយមិនដែលអត់អោនជាមួយនឹងនរណាគេម្នាក់ឥឡូវនេះគាត់ចាប់ផ្ដើមកាយសាហាវសាច់ជាថ្មីហើយពេលនោះតួឯករបស់យើងក៏បានដោះអាវគាត់ចេញនៅលើខ្លួនគាត់នោះសុទ្ធតែស្នាមសាក់បញ្ជាក់ពីភាពអង់អាចរបស់យ៉ាគូសាទាំងអស់តែម្ដងធ្វើឲ្យសិស្សទាំងអស់ហ្នឹងមានការភ័យខ្លាចជាមួយនឹងតួឯករបស់យើងយ៉ាងខ្លាំងតួឯករបស់យើងក៏បានវាយពួកហ្នឹងឡើងរៀបតែម្ដងហើយគាត់ក៏បានស្រែកថាយើងនឹងធ្វើឲ្យឯងមានការខកចិត្តយ៉ាងខ្លាំងនៅពេលដែលឯងមកជន់នៅលើសាលានេះនិយាយទៅចំណុចកន្លែងហ្នឹងគួរអាណិតគាត់មែនតើមនុស្សយើងព្យាយាមធ្វើជាមនុស្សល្អហើយហេតុអ្វីក៏មានការបង្ខិតបង្ខំម្លេះបន្ទាប់មកប៉ូលីសក៏បានចុះមកចាប់យ៉ាគូសាទាំងអស់ហើយចាប់ទាំងតួឯករបស់យើងទៀតព្រោះថាគាត់មានករណីវាយទាត់ធាក់នៅក្នុងសាលារៀនអញ្ចឹងណាឪពុករបស់គាត់បានដឹងដំណឹងហ្នឹងគាត់ពិតជារន្ធត់មែនតើនៅពេលដែលដឹងថាគេទៅរករឿងកូនគាត់ដល់សាលាគាត់ក៏បាននាំកូនចៅគាត់មកយ៉ាងច្រើនទៅជួបជាមួយនឹងមេយ៉ាគូសាម្នាក់ដែលកំពុងតែម៉ាស្សាស្រួលមែនតើគាត់ក៏បានសួរថាបើសិនជាឯងចង់មានរឿងហេតុអ្វីមិនមករកយើងផ្ទាល់ឯងចាំបាច់ទៅមានរឿងជាមួយនឹងក្មេងៗធ្វើអ្វីពេលហ្នឹងសំណាងហើយឪពុករបស់គាត់អត់សម្លាប់អាតានឹងចោលព្រោះថាគាត់មានបណៃមេត្តាដែរអញ្ចឹងណាបន្ទាប់មកអ៊ំដែលជាអ្នកចាត់ការទូទៅនៅក្នុងសាលាហ្នឹងក៏បានមកជួបជាមួយនឹងឪពុករបស់តួឯករបស់យើងគាត់ក៏បាននិយាយថាឲ្យខ្ញុំសុំទោសដែលខ្ញុំមិនបានជួយឲ្យម៉ាគីអូរៀនចប់ហើយខ្ញុំត្រូវតែសម្រេចចិត្តបញ្ឈប់ម៉ាគីអូពីសាលារៀនខ្ញុំពិតជាមានការសោកស្ដាយខ្លាំងមែនទែនពេលនោះឪពុករបស់គាត់ក៏បានសម្រក់ទឹកភ្នែកហើយនិយាយថាមិនអីទេសម្លាញ់ឯងធ្វើបានល្អហើយឪពុករបស់គាត់ក៏បានអរគុណទៅដល់អ៊ំហ្នឹងដែលគាត់មានការហត់នឿយមករហូតជាមួយនឹងតួឯករបស់យើង
ហើយអ៊ំនឹងក៏បានមកសុំទោសលោកគ្រូទាំងអស់នៅក្នុងសាលារៀនដែលលាក់បាំងប្រវត្តិពិតរបស់ម៉ាគីអូប៉ុន្តែលោកគ្រូអ្នកគ្រូនៅក្នុងហ្នឹងណាពួកគាត់មិនថាអីទេដោយសារតែពួកគាត់គឺជាអ្នករៀនសូត្រចេះដឹងដែរអញ្ចឹងណាហើយបន្តមកអ្នកគ្រូស្រីស្អាតហ្នឹងក៏បានប្រកាសទៅដល់សិស្សៗនៅក្នុងថ្នាក់ទាំងអស់ថាតួឯករបស់យើងនឹងត្រូវបញ្ឈប់ចេញពីសាលារៀនហើយពេលនោះសិស្សៗទាំងអស់ទម្លាក់ទឹកមកចុះឲ្យស្រងត់ស្ងាត់តែម្ដងព្រោះថាពួកគាត់ស្រឡាញ់ម៉ាគីអូខ្លាំងណានិយាយរួមទៅគាត់គឺជាប្រធានថ្នាក់ម្នាក់ដែលអាចនិយាយបានថាល្អជាទីបំផុតហើយចំណែកឯអ្នកគ្រូស្រីស្អាតវិញគាត់ក៏ពិបាកចិត្តខ្លាំងណាស់ដែរព្រោះថាគាត់លួចស្រឡាញ់តួឯករបស់យើងគាត់ក៏បានទុកអាសភៅណូតរបស់តួឯករបស់យើងហ្នឹងទុកនៅខ្លួនគាត់ជាប់ជានិច្ចហើយបន្ទាប់មកដៃឆ្វេងដៃស្ដាំរបស់តួឯករបស់យើងហ្នឹងក៏បានមកយានតួឯករបស់យើងហ្នឹងមកដល់ទីឃុំឃាំងតែម្ដងហើយតួឯករបស់យើងហ្នឹងក៏ត្រូវបានគេខាត់ខ្លួនរយៈពេល3សប្តាហ៍ដោយសារករណីវាយតប់គ្នាអញ្ចឹងណាពេលនោះក៏មានអារម្មណ៍ថាខ្មាស់ជាមួយនឹងសិស្សរួមថ្នាក់គាត់យ៉ាងខ្លាំងដោយគេដឹងថាធាតុពិតរបស់គាត់គឺជាបងធំយ៉ាគូសាអញ្ចឹងណាក៏មានអារម្មណ៍ថាធុញថប់នៅក្នុងជីវិតគាត់ខ្លាំងណាស់ពេលខ្លះមិនចង់រស់នៅលើពិភពលោកនេះទេហើយពេលនោះអ្នកគ្រូស្រីស្អាតហ្នឹងក៏បានមករកតួឯករបស់យើងដល់ទីឃុំឃាំងតែម្ដងតួឯករបស់យើងក៏បានខ្មាស់ជាមួយនឹងអ្នកគ្រូស្រីស្អាតខ្លាំងមែនទែនអ្នកគ្រូស្រីស្អាតហ្នឹងក៏បាននិយាយថាបើសិនជាទំនេរទៅលេងមិត្តភ័ក្តិនៅសាលារៀនផងព្រោះថាពួកគេទាំងអស់គ្នានឹកលោកខ្លាំងណាស់ហើយម៉ាគីអូក៏បាននិយាយថាឲ្យខ្ញុំសុំទោសអ្នកគ្រូមើលទៅប្រហែលជាខ្ញុំមិនគួរទៅទីនោះទៀតទេខ្ញុំពិតជាខ្មាស់គេខ្លាំងណាស់ហើយខ្ញុំអរគុណអ្នកគ្រូហើយដែលបានជួយបង្រៀនខ្ញុំនិងអប់រំខ្ញុំមករហូតក៏បានសម្រក់ទឹកភ្នែកយំយ៉ាងខ្លាំងតែម្ដងដោយគ្មានការខ្មាស់អៀនជាមួយនឹងនរណាគេសោះហើយពេលនោះអ្នកគ្រូនឹងក៏គាត់យំដែរហើយគាត់ក៏មានអារម្មណ៍ថាសប្បាយចិត្តនៅពេលដែលឃើញតួឯករបស់យើងខ្លាចជាមនុស្សល្អអញ្ចឹងណាហើយបន្តមកដៃឆ្វេងដៃស្ដាំរបស់គាត់ហ្នឹងក៏បានសួរអ្នកគ្រូស្រីស្អាតថាអ្នកគ្រូអត់ខ្លាចបងធំរបស់ខ្ញុំទេអ្នកគ្រូស្រីស្អាតហ្នឹងក៏បានថាខ្ញុំមិនខ្លាចទេព្រោះខ្ញុំបានលួចស្រឡាញ់គាត់ពេលនោះដៃឆ្វេងដៃស្ដាំរបស់គាត់មានអារម្មណ៍ថាឆ្ងល់តែម្ដងព្រោះថាតួឯករបស់យើងហ្នឹងមានតែស្រីក្មេងៗមកស្រឡាញ់គាត់អញ្ចឹងណាហើយជារៀងរាល់យប់តួឯករបស់យើងក៏បានមើលរូបថតមិត្តភ័ក្តិទាំងអស់នៅក្នុងសាលារៀនក៏បានស្រែកយំខ្លាំងមែនទែនក៏នឹងមិត្តភ័ក្តិគាត់យ៉ាងខ្លាំងនឹកអ្នកគ្រូនឹក pudding ហើយកាន់តែស្រែកយំខ្លាំងថែមទៀតហើយនៅព្រឹកស្អែកបន្ទាប់មកហ្នឹងតួឯករបស់យើងនឹងត្រូវបានគេដោះលែងឲ្យចេញមានសេរីភាពវិញហើយពេលនោះកូនចៅរបស់គាត់ក៏បានមកទទួលគាត់យ៉ាងកក់ក្ដៅមែនទែននៅក្នុងតំណែងជាមេយ៉ាកូសាមួយនៅប្រទេសជប៉ុនអញ្ចឹងណាហើយនៅពេលដែលតួឯករបស់យើងមកដល់ផ្ទះឪពុកនិងប្អូនរបស់គាត់នឹងក៏បានឲ្យគាត់នឹងទទួលតំណែងជាបងធំយ៉ាកូសាឲ្យគ្រប់គ្រងហ្គេងអញ្ចឹងណាប៉ុន្តែពេលនោះតួឯករបស់យើងគាត់ក៏បានបដិសេធហើយឲ្យប្អូនរបស់គាត់នឹងគឺជាអ្នកកាន់កាប់ជំនួសដែលគាត់បានគិតថាអ្នកដែលមានប្រវត្តិជាប់គុកដូចគាត់មិនសមទទួលតំណែងនេះទេហើយក៏លេចមកមើលសាលារៀនវិញសិស្សទាំងអស់គ្នាហ្នឹងសប្បាយចិត្តយ៉ាងខ្លាំងព្រោះថាពួកគេបានប្រឡងជាប់អស់អញ្ចឹងណាប៉ុន្តែពួកគេទាំងអស់គ្នាហ្នឹងក៏នឹកតួឯករបស់យើងយ៉ាងខ្លាំងដែរនឹកប្រធានថ្នាក់មួយដែលលើកធ្វើឲ្យពួកគេសើចគ្រប់ពេលហើយបន្ទាប់មកអាទឿហ្នឹងក៏បានបបួលសាគូរ៉ាហ្នឹងទៅរកតួឯករបស់យើងដល់ផ្ទះតែម្ដងពេលនោះតួឯករបស់យើងហ្នឹងកំពុងតែប្រមូលសភៅប្រមូលបដាបដារៀនសូត្រហ្នឹងដើម្បីយកទៅកវត្តចោលហើយកំពុងតែលើកកេះយកទៅចោលហ្នឹងក៏ស្រាប់តែលើសំឡេងសាគូរ៉ាគាត់ក៏មានអារម្មណ៍ថាបុកពោះយ៉ាងខ្លាំងនៅពេលដែលដឹងថាសាគូរ៉ាហ្នឹងមករកគាត់ដល់កន្លែងអញ្ចឹងណាក៏បានធ្លាក់អាកេះសភៅហ្នឹងមកកិនជើងខ្លួនឯងប៉ាំងតែម្ដងប៉ុន្តែពេលហ្នឹងអត់ធ្វើមុខឈឺទេព្រោះថាខ្លាចខ្មាស់សាគូរ៉ាអញ្ចឹងណាអាទឿជាមួយនឹងសាគូរ៉ាហ្នឹងក៏បាននិយាយប្រាប់តួឯករបស់យើងថាឲ្យទៅសាលារៀនទៅពួកគេទាំងអស់គ្នានឹកបងខ្លាំងណាស់ហើយឥឡូវនេះពួកយើងរៀនចប់អស់ហើយក៏ចិត្តដល់ថ្ងៃទទួលបានសញ្ញាបត្រដែរប៉ុន្តែតួឯករបស់យើងគាត់ក៏បាននិយាយថាខ្ញុំមិនអាចទៅទីនោះបានទៀតទេខ្ញុំចូលរួមត្រេកអរផងណាហើយប្រហែលថ្ងៃក្រោយមកក៏ដល់ថ្ងៃចែកវិញ្ញាបនបត្រហ្នឹងទៅដល់សិស្សទាំងអស់គ្នាសិស្សទាំងអស់គ្នាហ្នឹងប្រឡងជាប់ទាំងអស់តែម្ដងហើយអ្នកខ្លះក៏រៀនតមានអនាគតភ្លឺស្វាងទៅហើយអ្នកគ្រូស្រីស្អាតហ្នឹងក៏គាត់សប្បាយចិត្តដែរដោយសាររបស់គាត់ទាំងអស់ហ្នឹងប្រឡងជាប់ទាំងអស់អត់ចោលតែតួឯករបស់យើងមួយទេដែលគាត់ត្រូវបានគេបញ្ឈប់ចោលហើយពេលនោះអ្នកគ្រូស្រីស្អាតហ្នឹងក៏បានយកសភៅណូតរបស់តួឯករបស់យើងហ្នឹងយកមកអានឲ្យសិស្សទាំងអស់គ្នានឹងស្ដាប់តួឯករបស់យើងក៏បានសរសេរថាខ្ញុំពិតជាមានក្តីសុខណាស់ដែលបានមករៀននៅសាលានេះហើយបានធ្វើរឿងប្លែកៗជាច្រើននៅក្នុងសាលាដូចជាហោះឆ្លងកាត់អាគារនៅសាលារៀនហើយមានមិត្តភ័ក្តិដំបូងបំផុតដែលខ្ញុំស្រឡាញ់ជាងគេគឺអាទឿហើយលេងកីឡាបាល់បោះឈ្នះហូបពេញទីលានថែមទៀតហើយខ្ញុំពិតជាមានក្តីសុខខ្លាំងណាស់ដែលបានរាប់អានអ្នកទាំងអស់គ្នានៅពេលព្រឹកឡើងនាំគ្នាហាត់ប្រាណយ៉ាងមានក្តីសុខបានថតរូបជាមួយនឹងសាគូរ៉ាយ៉ាងមានក្តីសុខហើយក៏ជាជើង iPudding ប្រចាំសាលារៀនទៀតខ្ញុំចាប់ផ្ដើមឈប់ប្រើកម្លាំងបាយនៅពេលដែលខ្ញុំបានស្គាល់សាគូរ៉ាហើយនៅពេលដែលខ្ញុំឃើញមិត្តភ័ក្តិទាំងអស់គ្នាជាមួយនឹងអ្នកគ្រូលោកគ្រូត្រូវបានគេធ្វើបាបដោយសារតែខ្ញុំពេលនោះខ្ញុំពិតជាធ្វើចិត្តមិនបានទេខ្ញុំក៏សុខចិត្តចូលមកដើម្បីការពារអ្នកទាំងអស់គ្នាជាចុងក្រោយខ្ញុំចង់និយាយថាអ្នកទាំងអស់គ្នាគឺជាបេះដូងរបស់ខ្ញុំនៅពេលដែលអ្នកគ្រូស្រីស្អាតបានអានចប់ហើយគាត់បាននិយាយថាអ្នកទាំងអស់គ្នាឮទេម៉ាកេអូនិងអ្នកទាំងអស់គ្នាខ្លាំងណាស់ហើយអ្នកទាំងអស់គ្នានៅក្នុងសាលារៀនហ្នឹងក៏នាំគ្នាបង្ហូរទឹកភ្នែកហើយបន្ទោសតួឯករបស់យើងថាហេតុអីបានអត់មកសាលារៀនពួកខ្ញុំនឹកបងណាអាទឿក៏បានប្រមូលអាបងធំនៅក្នុងសាលាហ្នឹងទៅអស់ក៏តួឯករបស់យើងហ្នឹងមកសាលារៀនតែម្ដងហើយនៅពេលនោះតួឯករបស់យើងគាត់កំពុងតែអង្គុយលេងហ្គេមហើយមានកូនចៅរបស់គាត់ហ្នឹងឈរអមជាច្រើនអ្នកមែនទែនហើយគាត់បានភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញមិត្តភក្តិគាត់ហ្នឹងមកហៅគាត់មកដល់កន្លែងហ្នឹងអញ្ចឹងណាអាអ្នកលេងហ្នឹងក៏បាននិយាយថាសម្លាញ់ឯងត្រឡប់ទៅរៀនវិញទៅ
ពួកយើងទាំងអស់គ្នាពិតជានឹកឯងខ្លាំងណាស់ហើយនៅពេលនេះវាមិនទាន់ហួសពេលទេហើយកូនចៅរបស់គាត់ទាំងអស់គ្នានឹងក៏បាននិយាយថាត្រូវឲ្យលបងត្រឡប់ទៅសាលាវិញទៅពួកខ្ញុំសូមអង្វរបន្តមកអាទើជាមួយនឹងគ្នាគេ3នាក់ហ្នឹងក៏បាននាំគ្នាអូសតួឯករបស់យើងហ្នឹងមកសាលារៀនតែម្ដងនៅពេលនោះតួឯករបស់យើងក៏បាននឹកឃើញដល់ផ្លូវដែលគាត់បានដើរទៅរៀនរាល់ថ្ងៃក៏មានអារម្មណ៍ថាក្តុកក្តួលមែនតើគាត់ក៏បានសម្រេចចិត្តរត់ទៅសាលារៀនតែម្ដងនៅពេលដែលរត់មកលោកអ៊ំដែលជាអ្នកចាត់ការទូទៅហ្នឹងគាត់សប្បាយចិត្តយ៉ាងខ្លាំងហើយមិត្តភក្តិគាត់ទាំងអស់គ្នាហ្នឹងក៏បានស្រែកថាជាយកគ្នាយើងឯងផុតឌីងប្រចាំសាលារៀនរបស់យើងត្រឡប់មកវិញហើយពេលនោះឮតែសម្ដីអបអរសាទរតួឯករបស់យើងទេលោកគ្រូអ្នកគ្រូទាំងអស់ហ្នឹងគាត់សប្បាយចិត្តខ្លាំងមែនតើនៅពេលដែលឃើញតួឯករបស់យើងហ្នឹងគាត់ត្រឡប់មកសាលារៀនវិញនៅពេលដែលចូលមកដល់ក្នុងសាលារៀនសិស្សបន្ទប់លេខ3ទាំងអស់ក៏បានឈរជារង្វង់ចាំតួឯករបស់យើងតែម្ដងហើយបន្តមកពួកគេនឹងក៏បានយកអាវសិស្សសាលាហ្នឹងមកពាក់ឲ្យតួឯករបស់យើងអ្នកគ្រូស្រីស្អាតហ្នឹងក៏បានយកសភៅបញ្ចប់ការសិក្សាហ្នឹងមកអានដើម្បីបញ្ចប់ការសិក្សាឲ្យតួឯករបស់យើងចង់បញ្ជាក់ថាតួឯករបស់យើងគាត់ក៏ប្រឡងជាប់ដែរអញ្ចឹងណាត្បិតតែមិនបានប្រឡងតាមលក្ខខណ្ឌក៏ពិតមែនប៉ុន្តែមិត្តភក្តិទាំងអស់គ្នានៅក្នុងបន្ទប់របស់គាត់ហ្នឹងក៏បានជួយឲ្យគាត់ជាប់នៅក្នុងការប្រឡងមួយនេះព្រោះថាគាត់គឺជាប្រធានថ្នាក់ម្នាក់ដែលល្អមិនដែលមានរឿងទាស់ទែងជាមួយនឹងសិស្សណាម្នាក់ហើយគាត់ឧស្សាហ៍ព្យាយាមហើយនៅក្នុងกระดาษបញ្ចប់ការសិក្សារបស់គាត់ហ្នឹងគឺសុទ្ធតែជាស្នាដៃរបស់សិស្សទាំងអស់គ្នានៅក្នុងបន្ទប់លេខ3ហ្នឹងគឺជាអ្នកសរសេរឲ្យម្នាក់បន្តិចធ្វើឲ្យតួឯករបស់យើងមានអារម្មណ៍ថារំភើបខ្លាំងមែនទែនពេលនោះគាត់សឹងតែស្រក់ទឹកភ្នែកហើយសិស្សទាំងអស់គ្នាក៏បានសម្ដែងការអរគុណទៅដល់អ្នកគ្រូស្រីស្អាតដែលបានជួយបង្ហាត់បង្រៀននិងអប់រំពួកគេឲ្យបានល្អអញ្ចឹងណាហើយតួឯករបស់យើងហ្នឹងក៏ត្រូវបានគេចាប់គាត់បោះឡើងទៅលើដែរដោយសម្ដែងការត្រេកអរដែលគាត់ត្រឡប់មកវិញអញ្ចឹងណាហើយបន្តមកតួឯករបស់យើងគាត់ក៏បានមកឈរនៅកិត្តិយសម្នាក់ឯងពេលនោះសាកូរ៉ាក៏បានមកជួបគាត់ហើយសាកូរ៉ាក៏បានសារភាពថាខ្ញុំក៏ស្រឡាញ់បងដែរប៉ុន្តែចាំខ្ញុំធំជាងនេះបន្តិចខ្ញុំនឹងទៅដើរលេងជាមួយនឹងបងម្ដងទៀតហើយពេលនោះតួឯករបស់យើងក៏បានយល់ព្រមព្រោះថាគាត់អាចដែរភ្លេចសាកូរ៉ាទេគាត់នៅតែចាំសាកូរ៉ានៅក្នុងបេះដូងគាត់ជានិច្ចហើយនៅពេលនេះតំណែងបងធំយ៉ាគូសាហ្នឹងក៏នៅតែរងចាំតួឯករបស់យើងហើយចំណែកឯតួឯករបស់យើងវិញគាត់ក៏បានមកកាន់កាប់តំណែងបងធំយ៉ាគូសាហ្នឹងជំនួសឪពុករបស់គាត់ព្រោះថាគាត់គឺជាបងធំដែលល្អបំផុតដែលតាំងពីដើមមកមិនដែលមាននៅក្នុងប្រទេសជប៉ុនអញ្ចឹងណាប៉ុន្តែគាត់មកកាន់កាប់ថ្ងៃដំបូងហ្នឹងក៏ស្រាប់តែហេវ pudding តែម្ដងអើយម៉ាគីអូនិយាយទៅថ្មីតាំងពីដើមដល់ចប់តែម្ដងហើយចំណែកឯសាកូរ៉ាវិញនាងក៏បានរៀនតបន្ថែមទៀតហើយបន្តមកតួឯករបស់យើងក៏សម្រេចចិត្តទៅរៀនបន្តដើម្បីឲ្យគាត់មានវិជ្ជាជីវៈហើយនឹងពូកែខ្លាំងជាងនឹងថែមទៀតហើយបើសិនជាចង់ដឹងថានៅពេលដែលគាត់ទៅរៀនតនៅមហាវិទ្យាល័យហ្នឹងមានរឿងអ្វីកើតឡើងទៀតពួកយើងទាំងអស់គ្នាចាំមើលនៅ season 2 អូខេឥឡូវ My Boss My Hero season 1ក៏ត្រូវបានបញ្ចប់បងប្អូនទាំងអស់គ្នាមានអារម្មណ៍មិនដែរ season 1នេះតែបើសិនជាចំពោះខ្ញុំវិញគឺមានអារម្មណ៍ថាសប្បាយខ្លាំងមែនតើនៅពេលបានសង្ខេបរឿង My Boss My Hero season 1ហ្នឹងគឺពុទ្ធទៅដោយស្នាមញញឹមតែម្ដងហើយនៅពេលនេះ channel របស់ខ្ញុំក៏ទទួលបាន 100k subscriber ដែរខ្ញុំពិតជាអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនតើដែលបានជួយគាំទ្រខ្ញុំមកដល់ថ្ងៃនេះខ្ញុំបាទ BL សង្ខេបរឿងគឺគ្មានអ្វីទេក្រៅពីលើកបង្រៀនតែ10អរគុណទៅដល់បងប្អូនទាំងអស់គ្នាហើយនឹងជូនពរឲ្យអ្នកទាំងអស់គ្នាទទួលបាននូវសុខភាពល្អសំណាងល្អនិងរកទទួលទានមានបានពេលនេះខ្ញុំបាទ BL សង្ខេបរឿងសូមជម្រាបលាបាយ